ក៏សូមជម្រាបសួរដល់បងមេងធីរ៉ាអញ្ចឹងថ្ងៃនេះក៏សូមឲ្យចង់បងជួយបង្ហាញតិចមើលតកតងជាមួយនឹងការទទួលខុសត្រូវក៏ដូចជាការការពារពីមេដឹកនាំរបបក្រុងភ្នំពេញជាពិសេសដែលខ្ញុំលើកនោះគឺលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីក្នុងនាមជាមេដឹកនាំស្រុកខ្មែរខ្ញុំអត់ហៅជានាយករដ្ឋមន្ត្រីបងប្អូនពេលមិនខ្ញុំអត់ទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីទេព្រោះតាំងពីដើមមកខ្ញុំអត់ដែលទទួលស្គាល់ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្ញុំទទួលស្គាល់លោកហ៊ុនម៉ាណែតជាមេដឹកនាំមួយតែប៉ុណ្្នឹងឯងព្រោះដោយសារលោកប្លន់អំណាចពីគេបិទសម្លេងគណៈបកប្រឆាំងមិនឲ្យចូលរួមការបោះឆ្នោតគេមិនទទួលស្គាល់អញ្ចឹងខ្ញុំអត់ទទួលស្គាល់លោកជានាយករដ្ឋមន្ត្រីនៅស្រុកខ្មែរទេតួយ៉ាងមិនបានខ្ញុំនិយាយថាមិនទទួលស្គាល់លោកជានាយករដ្ឋមន្ត្រីនៅស្រុកខ្មែរលោកមិនដែលខ្វល់ខ្វាយអំពីប្រជាពលរដ្ឋខ្មែរទេតួយ៉ាងខ្ញុំចាំច្បាស់ណាស់ខ្ញុំមួយបងមេងតារាខ្ញុំធ្លាប់ទៅខេត្តមួយនៅប្រទេសថៃខ្ញុំស្វាគមន៍លោកហ៊ុនម៉ាណែតដើម្បីមកប្រទេសថៃនេះដើម្បីចង់ឲ្យលោកហ៊ុនម៉ាណែតហ្នឹងមកសួរសុខទុក្ខបងប្អូនយើងនៅប្រទេសថៃអត់លោកហ៊ុនម៉ាណែតមកប្រុចទៅវិញតែម្ដងសូម្បីតែផ្ដាំផ្ញើថៃឲ្យមើលការខុសត្រូវជួយសម្រួលឯកសារប៉ាសពតវីសាមួយចំនួនបងប្អូនពលករនៅក្នុងប្រទេសថៃក៏អត់មានអីផ្ដាំផ្ញើដែរចំណែកបើប្រទេសគេដូចជាវៀតណាមមកអញ្ចឹងគេឲ្យមើលលោកហ៊ុនម៉ាណែតយកចិត្តទុកដាក់មើលពលរដ្ឋគេប៉ុន្តែពលរដ្ឋខ្លួនឯងមិនស្រឡាញ់ទេរហូតដល់បងប្អូនរបស់យើងនៅខេត្តបន្ទាយមានជ័យរស់នៅលើដីគេថាដីសម្បត្តិឲ្យក្រុមហ៊ុនណាបងលោកហ៊ុនម៉ាណែតក៏មិនបានត្រួតពិនិត្យថាដីនឹងមានប្រជាពលរដ្ឋរស់នៅកុំឲ្យទៅដេញគាត់ហើយដេញគាត់រត់លពេលប៉ាយមេដឹកនាំណាគេធ្វើអញ្ចឹងបើដីនឹងដីរបស់ប្រជាពលរដ្ឋរស់នៅហើយចុះលោកឯងដីឡើងផ្សេងកកោកមិនព្រមទៅយកឲ្យសម្បត្តិឲ្យអានោះគឺរឿងមិនអាចទទួលយកបានទេអញ្ចឹងខ្ញុំមិនទទួលស្គាល់ឥឡូវប៉ុណ្ណេះបងវែងឆ្ងាយហើយក៏សូមជម្រាបសួរបងRobert Lee ក៏ដូចជាបងស្រីកណ្ដាខេមដែលគាត់ចូលមកបង Christina ណាហើយនឹងបង Marie Ben ហ្នឹងហើយបាទសួស្ដីបងដែលមកចូលក្រោយបាទអញ្ចឹងឥឡូវបន្តសូមគ្រប់ជើញបងដើម្បីបងលើកមើលថាតើលោកហ៊ុនម៉ាណែតក៏ដូចជាលោកហ៊ុនសែននឹងបានគេហៅថាការពារប្រជាពលរដ្ឋដែលរងគ្រោះហើយនឹងមានការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនៃប្រទេសមួយហ្នឹងបានកម្រិតណាបងសូមការចូលរួមពីបងតិចចាស់បាទសូមជម្រាបបងបាទអរគុណច្រើនលោកសសរតើតើនឹងបញ្ហានេះវាគេបែងចែកវាថាការទទួលខុសត្រូវគេហៅថានឹងការមិនទទួលខុសត្រូវតើការទទួលខុសត្រូវក្នុងនាមគេហៅថាវាស្ថិតនៅក្នុងករណីប្រធានសក្តិអញ្ចឹងបើសិនជារឿងដែលកើតឡើងដែលតកតងនឹងការទទួលខុសត្រូវយើងគិតថាសំណងនៃការខូចខាតតែសំណងការខូចខាតវាការទទួលខុសត្រូវវាពីភាគីទាំងពីរអញ្ចឹងបើសិនជាមានការប្រកួតប្រជែងគ្នាលក្ខណៈបើកចំហប្រកាសគេហៅប្រកាសសង្គ្រាមទាំងតែបើកទំព័រប្រកាសសង្គ្រាមតែម្ដងអញ្ចឹងការប្រកាសសង្គ្រាមបើភាគីណាចាញ់ភាគីនោះអ្នកទទួលខុសត្រូវសំណងការខូចខាតតែទាំងស្រុងដោយករណីនៅក្នុងប្រទេសជប៉ុននៅជាដើមជប៉ុនបានតែប្រកាសសង្គ្រាមក្រោយពីប្រកាសសង្គ្រាមបានតែចាញ់សង្គ្រាមអញ្ចឹងសំណងការខូចខាតទៅលើបណ្ដាប្រទេសដែលរងការខូចខាតនៃពីវិបត្តិសង្គ្រាមនេះគឺជប៉ុនអ្នកទទួលរ៉ាប់រងទាំងអស់ចំណែកឯព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃនេះវិញតើនរណាជាអ្នកទទួលខុសត្រូវរាល់សំណងការខូចខាតអញ្ចឹងសំណងការខូចខាតបើភាគីទាំងពីរណាទៅថ្ងៃមុខបន្តទៀតបើភាគីទាំងពីរប្រកាសចំហតែម្ដងតកតងនឹងការបើកគេហៅថាបើកទីលានសង្គ្រាមដាក់គ្នាបាទប្រកាសសង្គ្រាមដាក់គ្នាអញ្ចឹងបើភាគីណាចាញ់ភាគីនោះអ្នកទទួលខុសត្រូវណាបានន័យថាបើប្រទេសថៃចាញ់ថៃនឹងសងណាទី1សងការខូចខាតទៅដល់ប្រជាពលរដ្ឋថៃទី2សងទៅដល់ការខូចខាតរបស់ប្រទេសកម្ពុជាបូកទៅនឹងហើយការរំខានការបាត់បង់អាយុជីវិតការខូចខាតនៅសេដ្ឋកិច្ចគេហៅវិបត្តិតាំងពីវិបត្តិជំងឺផ្លូវចិត្តបូកនៅក្នុងនឹងទាំងអស់នេះបើប្រកាសសង្គ្រាមប៉ុន្តែបើសិនជាមានការចរចាដោយប្រការណាមួយអានឹងលៀងទៅជាការទទួលខុសត្រូវគេហៅថារុញទៅជាករណីវិធានស័ក្តិអញ្ចឹងករណីវិធានស័ក្តិដូចកំតែងទៅលើកឡើងជារឿយៗវាកើតឡើងដោយអត់មានការព្រៀងទុកអញ្ចឹងអ្វីដែលកើតឡើងការព្រៀងទុកដូចខ្ញុំបានលើកហើយមានន័យខ្លះណាមានដូចជាវិបត្តិជំងឺឆ្លងណាបាទវិបត្តិនយោបាយ
ទី1វិបត្តិនយោបាយទី2វិបត្តិជំងឺឆ្លងទី3វិបត្តិសង្គ្រាមឈ្លានពានអាហ្នឹងឃើញទេចូលនៅក្នុងករណីវិធានសាស្ត្រអញ្ចឹងបើចូលក្នុងករណីវិធានសាស្ត្រសំណងការខូចខាតតទៅនឹងសំណងរដ្ឋបវេនីគឺអត់មានទទួលនៅសំណងទេបានន័យថាបើមានការចរចាដោយប្រការណាមួយភាគីទាំងពីរទៅរួចចាប់ផុតពីការចោទប្រកាន់និងការទទួលខុសត្រូវបានន័យថាចោទប្រកាន់ក៏អត់បានទៅរងនៃការចោទប្រកាន់ទទួលខុសត្រូវក៏អត់បានទទួលខុសត្រូវដែរអានេះគេហៅថាករណីវិធានសាស្ត្រណាបងប្អូនចូលជាតិយើងដឹងស្អីការជាករណីវិធានសាស្ត្រដូចជំងឺ Covid ទេស្រាប់ករណីវិធានសាស្ត្រឯងអញ្ចឹងនរណាទៅសងការខូចខាតអត់មានទេអញ្ចឹងអានេះគេហៅថាការទទួលខុសត្រូវតែចំពោះការទទួលខុសត្រូវប្រជាប្រដ្ឋខ្មែរវិញតទៅនឹងសំណួររបស់យើងហ្នឹងណាតើទទួលខុសត្រូវរបស់លោកហ៊ុនសែនក៏ដូចលោកហ៊ុនម៉ាណែតតើជាការទទួលខុសត្រូវបែបណាតើយន្តការណាដែលទៅដោះស្រាយចំពោះប្រជាពលរដ្ឋដែលរងនៅផលប៉ះពាល់ពីវិបត្តិសង្គ្រាមអញ្ចឹងយើងត្រូវសូត្រយើងត្រូវតាមដានមើលទាំងអស់តើសង្គ្រាមទៅវាកើតមកពីអីហើយវាមានមកពីណាដើម្បីយើងញែកថាវាជាករណីវិទ្យាសាស្ត្រឬករណីបង្កទៅដោយបុគ្គលចឹងរឿងហ្នឹងវាបើសិនជាភាគីទាំងពីរនៅតែចរចាគឺវានៅតែក្នុងករណីវិទ្យាសាស្ត្រនៅដែរក៏ប៉ុន្តែបើមានការដាក់សម្ពាធដោយប្រការណាមួយដែលមានការផ្លាស់ប្ដូរណាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតអាចជាប់ទៅនឹងបាត់ប្រកែកទៅបង្កធ្វើឲ្យមានសង្គ្រាមគេអញ្ចឹងគេអាចចោទគាត់ដែរអញ្ចឹងចំណុចទាំងអស់នោះខ្ញុំមិនតន់ថាទៅវាស្ថិតនៅក្នុងភាគីណាទេប្រទេសថៃក៏ដូចគ្នាប្រទេសថៃក៏ដូចគ្នាមេដឹកនាំថៃបច្ចុប្បន្នហ្នឹងបើសិនថ្ងៃក្រោយគាត់ធ្លាក់ឆ្នោតដោយប្រការណាមួយគេនឹងចោទដូចគ្នាជាអត់រួចទេលោកហ៊ុនសែនក៏ដូចគ្នានៅរងនឹងការចោទឲ្យទទួលខុសត្រូវរាល់ពីការបង្កើតទៅជាភ្លើងសង្គ្រាមនេះអញ្ចឹងបានន័យថាប្រទេសទាំងពីរអត់ចង់បានអានោះទេប៉ុន្តែវាអាចកើតមកពីបុគ្គលដែលបង្កើតឲ្យវាមានបញ្ហារហូតដល់មានការប៉ះទង្គិចឈានទៅដល់ការប្រើប្រាស់អាវុធឆ្លងណាឆ្លងដំបូងឡើងវិវាទព្រំដែនទេឥឡូវនេះវាលាជាវិវាទព្រំដែនហើយវាទៅឆ្លងដូចខ្ញុំជំរាបបងប្អូនជនជាតិបាញ់មិញវាដល់បន្តក្រហមទៅប៉ះទង្គិចដោយការប្រជុំមុខដល់តោះចឹងការប្រជុំមុខដោយផ្ទាល់នេះបានន័យថាជៀសមិនផុតទេចឹងរឿងដែលឃើញថ្ងៃនេះយើងគិតឃើញថាយោធាថៃបានទៅតម្លាក់ណាក្របបែកទៅដល់ភ្នំសំពៅណាដល់ភ្នំតូចភ្នំធំភ្នំសំពៅនោះតិចទីអស់នៅក្នុងប្រជាពលរដ្ឋណារាប់ម៉ឺនគ្រួសារទៅជាលះចាក់ចេញពីទីទៅឋានអានោះដែលយើងមើលឃើញតែយើងមិនចង់ឲ្យវាកើតមានទៅក្នុងការប៉ះទង្គិចគ្នានៅក្នុងព្រឹត្តិការណ៍រវាងកម្ពុជានិងថៃទេជនរងគ្រោះយើងមើលឃើញតែពីរមិនមែនហើយតែមួយទេបច្ចុប្បន្នបងប្អូនជនជាតិឃើញតែភាគីកម្ពុជាទេរត់ផងអីផងតម្លាក់ថ្ងៃហ្នឹងក៏មានស្លាប់សិស្សណាកូនសិស្សនៅសាលាវិទ្យាល័យក៏ដូចជាបាក់ការបាត់ប្រាស់គ្រួសារពីក្មេងៗទូចរត់ប្រសាទពេញទឹកពេញដីហ្នឹងទេចឹងអានឹងជារឿងជឿចាប់របស់មនុស្សយើងក៏កុំបង្កើតខ្ញុំស្នើសុំភាគីទាំងពីរកុំកើតទាំងភាគីថៃទាំងភាគីកម្ពុជាព្រោះការជឿចាប់នេះវាមានបាបកម្មបើយើងនិយាយពីធម៌ព្រះវាមានបាបកម្មអញ្ចឹងបាបកម្មនេះវាវិលទៅរំចាស់វាអាចយកទៅឲ្យដាក់អ្នកដទៃទេអញ្ចឹងសូមបងប្អូនក៏ដូចជាជនរួមជាតិយើងបង្កគេហៅថាការប្រុងប្រយ័ត្នហ្នឹងកុំប្រឆេះបន្ថែមយើងចេះតែគិតយើងចេះតែគេហៅថាវាច់ពីការប្រឈមមុខដាក់គ្នាដោយការប្រើប្រាស់កម្លាំងការប្រើប្រាស់អហិង្សាបែបហ្នឹងអញ្ចឹងយើងជៀសគ្នាទៅអញ្ចឹងការជៀសគ្នាហ្នឹងក៏វាជាមនោសញ្ចេតនាមួយដែលហៅថាផ្ដល់ឲ្យគ្នាទៅវិញទៅមកដែរតែបើយើងបង្កការជឿចាប់តាមរយៈតម្លាក់ក្របទៅឯងតម្លាក់មកឯងតម្លាក់ទៅហ្នឹងគឺអត់ជាប់ទេរឿងរ៉ាវកាន់តែអុកបន្លាយកាន់តែធ្ងន់ហើយអញ្ចឹងបងប្អូនជនជាតិដូចថាតើភាគីទាំងពីរណាដែលមានអធិបុលខ្លាំងជាងអញ្ចឹងបងប្អូនជនជាតិត្រូវចាំថាទោះបីភាគីថៃតម្លាក់ក្របបែកណាយកក្របបែកទាំងអស់នៅប្រទេសថៃយកទៅតម្លាក់នៅក្នុងប្រទេសកម្ពុជានោះតម្លាក់ទាំងអស់នោះក៏មិនអាចផ្លាស់ប្ដូររបបហ៊ុនសែនបានដែរមិនអាចទេដោយសារអីខុសពីរដ្ឋាភិបាលនៅប្រទេសថៃរដ្ឋាភិបាលនៅប្រទេសថៃរងប្រឈមច្រើនណាស់ប្រឈមទី1ប្រឈមទៅនឹងការបដិវត្តបាននៅប្រជាពលរដ្ឋងើបឡើងអាចប្រឆាំងនឹងរបបប្រជានិយមអាចធ្វើរដ្ឋប្រហារគឺថាការងើបឡើងដោយយោធាតែមួយវាអាចកើតពីការបដិវត្តក៏វាអាចកើតពីរដ្ឋប្រហារពួកប្រជាពលរដ្ឋគេអត់ចង់បានសង្គ្រាមបែបហ្នឹងទេអញ្ចឹងថ្ងៃនេះយើងឃើញភាគីថៃតម្លាក់ធ្វើឲ្យបាត់បង់អាយុជីវិត
ណាប្រត់ប្រាស់គ្រួសារប្រត់ប្រាស់និស្សិតបញ្ញវន្តជាពិសេសគឺសិស្សកូនសិស្សទូចក៏រត់ពេញទឹកពេញដីដែលយើងក៏មានកូនគេក៏មានកូនអារម្មណ៍របស់យើងមានអាហ្នឹងយើងមានទាំងអស់គ្នាអញ្ចឹងសូមឲ្យផ្អាកប៉ុន្តែខ្ញុំជឿថាហើយក៏ជម្រាបទៅបងប្អូនដែលជាពលរដ្ឋថៃដែលក៏ខ្ញុំស្នើសុំណាទាំងពីរពលរដ្ឋទាំងពីរពលរដ្ឋកម្ពុជាក៏ដូចគ្នាពលរដ្ឋប្រទេសថៃក៏ដូចគ្នាសូមឲ្យប្រយ័ត្នទាំងពីរព្រោះលោកហ៊ុនសែនដូចខ្ញុំនិយាយចឹងបើឲ្យហ៊ុនសែនមកមិនចងអាឃាតនឹងណាម្នាក់មិនមានទេมันមានទេតែធ្វើឲ្យហ៊ុនសែនជឿចាប់ប៉ុណ្ណាអ្នកនឹងទទួលរងធ្វើគ្រោះខ្ញុំបញ្ជាក់ណារងធ្វើគ្រោះចឹងហើយបានប្រិយមិត្តជ្រាបសួរថានៅណាអាសំណាញ់មេឃអាស្អីផ្សេងចឹងខ្ញុំមិនបញ្ជាក់នឹងថាយ៉ាងណាក៏ខ្ញុំបញ្ជាក់បងប្អូនថាពិតជាមានហើយការឆ្លើយតបនេះគឺក៏មិនយូរដែរណាក៏មិនយូរដែរក្នុងកំឡុង2ខែបងប្អូនចាំរងចាប់អត់ដល់2ខែណាបានន័យថាត្រឹមថ្ងៃ8ណាអាចថ្ងៃ8ខែ2នោះដូចខ្ញុំនិយាយចឹងណាជាថ្ងៃដែលគេគប់កតត់ក្រហមនៅកន្លែងផងដែរចឹងយើងសូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាទាំងពលរដ្ឋថៃក៏ទាំងពលរដ្ឋខ្មែរពួកកាលណាប៉ះទង្គិចពលរដ្ឋអត់ដឹងទេយើងកុំទៅខឹងពលរដ្ឋគ្នាអត់ដឹងមែនណាវាយកមកដល់តម្លាក់ចុងឆាំងឥឡូវយើងគិតមើលពលរដ្ឋខ្មែរជិះឡានមួយថ្ងៃគឺផ្ទះមួយនោះណាជិះឡាន2ម៉ោង1ម៉ោង2ម៉ោងគឺផ្ទះមួយស្ពយប្រយទោះបីបាញ់អស់គ្រាប់ពីស្រុកថៃនេះក៏វាអត់ប៉ះប្រមាណដែរវាមិនមែនប៉ះទេវាប៉ះខ្ញុំសូមបញ្ជាក់បងប្អូនណាវាប៉ះក៏ប៉ុន្តែវាអត់ដូចប្រមាណទេចុះបើខាងថៃវិញបងប្អូនមកមើលមើលណាអ្នកដែលឆ្លងទឹកដីថៃមកឲ្យលងោកលោកឲ្យណាអាគារខ្ពស់នៅហេដ្ឋារចនាសម្ព័ន្ធគេប្រទេសថៃនេះមានតម្លៃមហាសាលបានន័យថាហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃវាមានទំហំធំមែនតើបើធៀបនឹងកម្ពុជាយើងនិយាយរួមបើថៃបើកម្ពុជាខូច1ថៃចង់ខូច100ប្រជាពលរដ្ឋក៏ដូចគ្នាហើយឡើងរស់នៅស្អីស្កាត់បើសិនជាប្រតិកម្មតបតណាមួយពីរដ្ឋាភិបាលកម្ពុជាដោយខ្ញុំបាននិយាយថាការខូចខាតទំហំនៃការខូចខាតថៃនេះធំណាស់ធំមែនតើណារហូតធំមែនតើអញ្ចឹងបានថាពេលដែលលោកហ៊ុនសែនគាត់អត់តបសបងប្អូនចេះតែជេរចេះតែបន្តិចលោកហ៊ុនសែនស្អីក៏គ្មានដែរខ្ញុំជម្រាបថាហ៊ុនសែនមានគ្រប់បែបយ៉ាងទាំងអស់ខ្ញុំសូមបញ្ជាក់ថាមានគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែសួននៅពេលនេះខ្ញុំគូសឲ្យបងប្អូនថាវាត្រឹមថ្ងៃ8ខែ2ថ្ងៃ8ខែ2បើសិនជាធ្វើបន់ល្អហ៊ុនសែនមិនចងអាឃាតទេតែបើធ្វើមិនល្អហ៊ុនសែននឹងចងអាឃាតហេតុអីបាទខ្ញុំលើកយ៉ាងណាថ្ងៃបោះឆ្នោតបងប្អូនជនជាតិយើងដឹងហើយកម្លាំងដែលបោះ5មហាក្សត្រគឺយោធាទៅចេញបោះឆ្នោតណាយោធាទៅចេញបោះឆ្នោតបើមិនបោះឆ្នោតអត់មានស្លឹកឆ្នោតដើម្បីកំណត់ជោគវាសនានៃនាយករដ្ឋមន្ត្រីទេណាចុះបានន័យថាអត់មានបានន័យថាស្លឹកឆ្នោតបានន័យថាគណៈបព្វជិជនរបស់លោកពីថាគាត់យកទាំងអស់អញ្ចឹងបានន័យទៅទាំងព្រមអញ្ចឹងយោធានឹងបោះឆ្នោតថ្ងៃ8ខែ2អញ្ចឹងថ្ងៃ8ខែ2នេះជាថ្ងៃដែលដូចខ្ញុំនិយាយដែលថ្ងៃដមហាហិង្សាក៏អាចថាបានដែរអញ្ចឹងខ្ញុំគិតថាឲ្យវាជាផុតទាំងអស់គ្នាតែកុំឲ្យមានអានោះតែនេះខ្ញុំក៏រំលឹកឲ្យបងប្អូនយើងជាពិសេសបងប្អូនខ្មែរនៅក្នុងស្រុកថៃក៏ប្រយ័ត្នផងដែរណាប្រយ័ត្នផងដែររងគ្រោះដោយខ្លួនឯងក៏មានដែរអញ្ចឹងយើងមិនចង់និយាយអីឲ្យវែងឆ្ងាយឲ្យប៉ះពាល់ទៅដល់ភាគីទាំងពីរទេសាច់ទាំងអស់ណាបានន័យថាទៅខាងថៃនោះក៏ពលរដ្ឋគ្នាអត់ដឹងអីទៅខាងខ្មែរនោះក៏ពលរដ្ឋគ្នាអត់ដឹងអីឈប់ទៅណាបើសិនជាថាទ្រាំមិនបានដាក់តែពាក់ព័ន្ធនេះឯងទៅហ៊ាននោះទៅប្រទេសទាហានទីអីកុំទៅតម្លាក់ទីពេទ្យទៅតម្លាក់សាលារៀនមើលឃើញនោះសម័យឥឡូវមើលឃើញទៅតម្លាក់សាលារៀនខ្ទេចខ្ទីអស់អាលីទៅប៉ះពាល់ដោយទៅដល់កូនសិស្សអីជាដើមយើងគិតមែនណាជាគួរឲ្យឈប់ទៅអានឹងខ្ញុំស្នើសុំព្រោះវាមានបាបពាក្យថាបាបហ្នឹងបានន័យថាអ្នកដែលបានប្រព្រឹត្តយើងគិតមើលណាជំវិញស្រុកថៃយើងមានសិទ្ធិវិបត្តិសង្គ្រាមវាអាចថ្ងៃណាមួយពីការពូតនៅអាកំហឹងហ្នឹងវាអាចជាត្រឡប់មកវិធីថៃវិញក៏អាចថាបានចឹងអានេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងហើយចំពោះការទទួលខុសត្រូវដោយលោកសសរសូមអញ្ចឹងថានរណាជាអ្នកទទួលខុសត្រូវវាទាញទៅក្នុងករណីធានស័កបានន័យថាពលរដ្ឋមករស់ស៊ីថាថ្មីធ្វើផ្ទះថាថ្មីតែមានដើមថាថ្មីហ៊ុនតែនក៏មិនទទួលថៃក៏មិនទទួលអញ្ចឹងបានន័យថាវាក្នុងករណីធានស័កមិនមានការទទួលខុសត្រូវរដ្ឋសំណងរដ្ឋបវេនីទេក៏ប៉ុន្តែបើសិនជាប្រកាសសង្គ្រាមមានការប្រកាសសង្គ្រាមហើយមិនមានការចរចា
នោះពិតជាមានសំណងការខូចខាតបើកម្ពុជាចាញ់កម្ពុជាក៏សងការខូចខាតទៅភាគីថៃបើភាគីថៃចាញ់ក៏មានសំណងទៅការខូចខាតទៅក្នុងភាគីកម្ពុជាផងដែរហើយខ្ញុំបញ្ជាក់បើប្រកាសសង្គ្រាមហើយមកចាញ់ឈ្នះរៀងខ្លួនអត់មានការចរចាបានន័យថាម៉េចបានន័យថាបើមានការវាយគ្រប់គ្រងតំបន់យោធាពិសេសបានន័យថាប្រទេសនោះបាក់បានន័យថាគេគ្រប់គ្រងបានដោយក្នុងករណីនៅប្រទេសអ៊ុយក្រែនហ្នឹងណាអ៊ុយក្រែនតមកតិចអស់មិនចេះតិចណាចូលចង់លៀនអ្នករៀងខ្លួនការបាត់បង់អាយុជីវិតទាំងពលរដ្ឋទាំងយោធាអញ្ចឹងយើងមើលទៅចំណេញមកពីណាឥឡូវនេះកំពុងតែចរចាបើសិនជាចរចាបានន័យថាដោះស្រាយរៀងខ្លួនរុស្ស៊ីសងរៀបចំការខូចខាតរបស់ខ្លួនឯងទៅអ៊ុយក្រែនរៀបចំការខូចខាតខ្លួនឯងក៏ប៉ុន្តែបើសិនជាអឺរ៉ុបបានន័យថាមាន NATO ចូលទៅចូលរួមនៅក្នុងសង្គ្រាមហ្នឹងបានន័យថា 100% រុស្ស៊ីត្រូវតែទទួលខុសត្រូវទាំងស្រុងរាល់ការខូចខាតជំរាបបងប្អូនជនជាតិថាសំបីតែក្របអាការមួយក្របក៏គេគិត$1ដែរក្របអាការមួយក្របក៏គេគិត$1ដែរហើយបងប្អូនសម័យមើលប្រហែលខែហ្នឹងទ្រុលរហូតហ្នឹងណាអស់ប្រហែលហើយចុះបានស្ទុតតិនន័យហ្នឹងមកពីណាគេមានតិនន័យយកគេត្រឹមត្រូវក្របអាវុធបានន័យថាគេមានការគ្រប់គ្រងពីអង្គការគ្រប់គ្រងអាវុធជាតិផ្ទុះរបស់ពិភពលោកអញ្ចឹងក្របមួយក្របក៏គេកត់ចំណាំដែរមកពីរោងចក្រណាអីយ៉ាងណាអញ្ចឹងក៏គេកត់ដោយអង្គការ US ហ្នឹងបានគេត្រួតពិនិត្យអាវុធជាតិផ្ទុះអង្គការមួយចំនួនដែលពាក់ព័ន្ធតទៅនឹងលេខកូដបងប្អូនជនជាតិមើលក្របកំភ្លើងមានលេខកូដទាំងអស់អញ្ចឹងបានន័យថាចំនួនក្របប្រមាណគេដឹងគេបូកប៉ុណ្ណឹងហើយតែសងគេដល់លក្ខខណ្ឌណាអត់មានដាក់ខណ្ឌមួយគេទេតែចាញ់សង្គ្រាមគឺដូចជាករណីជប៉ុនអញ្ចឹងណាសង្គ្រាមលោកទី2អញ្ចឹងបាននិយាយថាមានការសងការខូចខាតធ្ងន់ធ្ងរណាស់អញ្ចឹងបើសិនជាมันមានកាយភាពពីណាចាញ់ឈ្នះទេមានការសម្របសម្រួលឬចរចាបានន័យថាបងប្អូនដែលរងការខូចខាតប៉ះពាល់ពីវិបត្តិសង្គ្រាមនេះគឺដោះស្រាយដោយខ្លួនឯងតែបើរដ្ឋាភិបាលយើងមានសមានចិត្តជួយអញ្ចឹងទៅអានឹងអាចប៉ុន្តែសមានចិត្តរបស់រដ្ឋាភិបាលអាចតែតូចត្មមអីប្រកសង្កសីបណ្ដប់20សន្លឹកហ្នឹងអាចតែបើឲ្យធ្វើអាគារធំឲ្យឡើងវិញណាវិឡាអីធ្វើអស់កន្លះលានទៅ1លានអីហើយឲ្យសងវិញអាចសងបានម្នាក់100 200អីហ្នឹងទិញសង្កសីទិញនេះប្រកឲ្យកូនជ្រោកហ្នឹងអាចចឹងបើឲ្យសងដូចលោកសសហ្នឹងគួរតែសងទំហំទៅតាមអ្វីដែលបានសាងសង់គឺមិនអាចទេអញ្ចឹងបានតែការទទួលខុសត្រូវដល់ខ្លួនឯងហើយចំណែកការជន់ភាសាគឺអាស្រ័យទៅលើបេះដូងបងប្អូនប្រជាពលរដ្ឋខ្មែរដែរឬក៏ដែលនៅតំបន់នោះដែលមិនតាន់រងការប៉ះពាល់ណាបានន័យថាជួយគ្នាបេះដូងចេញពីពលរដ្ឋខ្មែរយើងនឹងហើយណាជួយគ្នាចឹងទៅយកអាសាគ្នាទៅហើយក៏នេះទៅខ្លះខ្ញុំមើលឃើញសស្រាំមានខ្លះទៅក៏ប្រមូលរបស់ក្មេងលេខទៅឲ្យក្មេងៗដើម្បីលួងកុំឲ្យគាត់មានកើតវិបត្តិជំងឺផ្លូវចិត្តតកតងនឹងបញ្ហាសង្គ្រាមហ្នឹងហើយបងប្អូនខ្លះក៏រោគទទួលទានតែប្រិយមិត្តបើយើងឆ្ងល់រឿងវិបត្តិបំណុលហើយតែវិបត្តិបំណុលអ្នកប៉ោយប៉ែតដោះស្រាយយ៉ាងម៉េចអ្នកប៉ោយប៉ែតអ្នកបាត់ដំបងថាជាបំណុលហ្នឹងត្រូវព្យួរអាចឈានទៅដល់អសាបង់បើសិនជាបងប្អូនអានឹងពិសេសណាខ្ញុំបញ្ជាក់ឲ្យបងប្អូនបន្តិចតកតងនឹងការដោះស្រាយបំណុលជាមួយនឹងធនាគារអញ្ចឹងបងប្អូននៅតំបន់ដែលមានសង្គ្រាមតំបន់ដែលខូចខាតប៉ះពាល់ទៅដោយវិបត្តិសង្គ្រាមវាជាករណីទិដ្ឋៈអញ្ចឹងករណីទិដ្ឋៈឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍ថាលោករដ្ឋានោះទៅខ្ចីលុយធនាគារ$20000មកយកមកបើកហាងលក់ម៉ូតូបង់លុយឲ្យធនាគារទៀតតតរាល់ខែតែទៅវិបត្តិសង្គ្រាមណាយន្តហោះតម្លាក់ទៅចំអាម៉ូតូរបស់លោករដ្ឋានោះណាឆេះអស់ទៅអាផ្ទះក៏ខ្ទេចអាម៉ូតូក៏ឆេះអញ្ចឹងបានន័យថាលោករដ្ឋាក៏យកអាករណីហ្នឹងករណីប្រធានស័កដើម្បីតវ៉ាជាមួយនឹងធនាគារប៉ុន្តែបងប្អូនជនជាតិខ្លះក៏អត់ដឹងទៅតវ៉ាយ៉ាងម៉េចតាក់ទងមកលោកមេសុធារាខាងក្រៅណាមកខាងក្រៅព្រោះខ្ញុំជួយបានច្រើនណាក្នុងករណីប្រធានស័កហ្នឹងណាចឹងឲ្យបងប្អូនចាំបើសិនជាយើងការខូចខាតទឹកខ្ចីលុយធនាគារមកលក់ដូរអីស្រាប់តែវាខូចខាតវាឆេះវាកើតពីការសង្គ្រាមហ្នឹងយើងមិនទទួលខុសត្រូវចំពោះមុខធនាគារទេខ្ញុំបញ្ជាក់ណាមិនទទួលខុសត្រូវចំពោះមុខធនាគារទេព្រោះការខូចខាតរបស់យើងកើតឡើងដោយករណីជាក់ស្ដែងអញ្ចឹងបងប្អូនជួយប្រាប់គ្នាណាបើសិនមិនច្បាស់អាចខលមកខ្ញុំនឹងជួយបញ្យល់បន្ថែមតើយើងត្រូវធ្វើបែបម៉េចបាទអរគុណច្រើនលោកសសរបាទ
ចរាមែនតើបានបង្ហាញនៅការទទួលខុសត្រូវក៏ដូចជាការការពារនៅហៅថាបងប្អូនពលរដ្ឋខ្មែរដែលរងគ្រោះតកតងនឹងបញ្ហាសង្គ្រាមនេះអ្វីដែលខ្ញុំចង់ចូលរួមបន្តិចជាមួយនឹងបងប្អូនប្រិយមិត្តមានន័យថាបងប្អូនអាចចូលរួមបានតកតងនឹងលើកហេតុផលមកក្នុងនាមជាមេដឹកនាំណាហើយជាមេដឹកនាំនៅប្រទេសមួយតើលោកមានភារកិច្ចในការទទួលខុសត្រូវបែបណាសម្រាប់ពលរដ្ឋដែលគាត់កំពុងតែរងដោយបងមេងចរាលើកឡើងចឹងចំណុចដែលពួកគាត់បារម្ភហើយមានបញ្ហាធ្ងន់ធ្ងរហ្នឹងដូចបងលើកឡើងចឹងគឺបញ្ហាធនាគារបំណុលអីចឹងបញ្ហាដែលសង្គ្រោះបន្ទាន់គេហៅថាសង្គ្រោះបឋមគឺអាហារការស្នាក់នៅនិងកន្លែងដែលរស់នៅហ្នឹងមានផាសុកភាពគឺសុខភាពចម្បងបាទលោកសសរខ្ញុំឆ្លើយតបទៅបងខ្ញុំសូមឆ្លើយតបទៅបងចិន្តាខេមបន្តិចអាហ្នឹងបងប្អូនប្រិយមិត្តយើងពេលពិសេសខ្ញុំឃើញគេផ្សាយដែរតែខ្ញុំមិនតាន់ថាវាពិតដល់កម្រិតប៉ុណ្ណាតែតងបងចិន្តាខេមគាត់ថាអាជ្ញាធរហាមពលរដ្ឋពិសិដ្ឋនៅប៉ោយប៉ែតមិនឲ្យចេញគិតថាជាពលរដ្ឋជាសំណាញ់មេឃឬយ៉ាងណាបាទអាហ្នឹងល្អអានេះជាសំណួរល្អអញ្ចឹងបានខ្ញុំជម្រាបបងឲ្យហៅថាអាជ្ញាធរតែដីគួរត្រូវទទួលខុសត្រូវនៅចំពោះការអានិភ័យទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជាពិសេសគឺរស់នៅក្នុងការគ្រប់គ្រងរបស់អស់លោកអញ្ចឹងអស់លោកកុំខត់កត់បើសិនជាខត់ដោយប្រការណាមួយខ្ញុំឲ្យជាយោបល់បងទៅចរចាគ្នាចរចាចេះចរចាថាពលរដ្ឋដែលមើលតែអាយុយើងគួរថាអាយុដោយអាយុគាត់ក្រោម15ឆ្នាំបាទនេះតែក្រោម15ឆ្នាំឲ្យគាត់ចេញមកបាទអាយុគាត់60ឆ្នាំ70ឆ្នាំឡើងលើហើយគាត់យកគាត់ចេញមកអញ្ចឹងបានអាយុលើ60ឆ្នាំអាយុក្រោម15ត្រឹម15ឆ្នាំចុះក្រោមលោកមើលអត្តញ្ញាណបានគាត់ទៅដឹងហើយនឹងស្ត្រីណាស្ត្រីនិងមនុស្សចាស់សូមឲ្យគាត់យកចេញណាអញ្ញាធរឲ្យយកចេញមិនមែនយកដោយឲ្យគាត់ចេញទេយើងចន្លៀសគាត់ចេញឲ្យចោះនៅសល់ទៀតអ្នកក្រោមអាយុ60ឆ្នាំមកដល់15ឆ្នាំនេះទៅណាយើងមើលស្ថានភាពគាត់តែយើងគួររកកន្លែងដែលមានសុវត្ថិភាពឲ្យគាត់ហើយពេលនោះខ្ញុំសូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំណុចហ្នឹងណាបងចន្ទខេមទំនួលល្អមែនតើណាសំណួរល្អអញ្ចឹងបានន័យថាកុំឲ្យចេញទាំងអស់នោះជារឿងត្រឹមត្រូវកុំចេញបានន័យថាកុំចេញមិនមែនអត់ចេញទាំងអស់ទេបានន័យថាកុមារស្ត្រីណាមនុស្សចាស់ណាពាក្យថាមនុស្សចាស់ដូចខ្ញុំមិញណាជំងឺនៅកន្លែងគឺអាជ្ញាធរត្រូវចលៀសគាត់ចេញឲ្យឆ្ងាយអត់ពីគេហៅទីលានប្រតិបត្តិការអញ្ចឹងសូមឲ្យចលៀសគាត់ចេញឲ្យឆ្ងាយទីលានប្រតិបត្តិការបានន័យថាដូចខ្ញុំលើកឡើងដដែលអញ្ចឹងមនុស្សចាស់អ្នកជំងឺអ្នកដែលមានជំងឺជាប់ខ្លួនស្ត្រីនិងកុមារក្រោមអាយុ15ឆ្នាំសូមយកគាត់ចេញជាបន្ទាន់ឲ្យឆ្ងាយពីទីបំផុតចុះអ្នកនៅសូមឲ្យរដ្ឋាភិបាលជាពិសេសគឺអាជ្ញាធរទីមួយគាត់ត្រូវវឹកហាត់ណាអនុញ្ញាតឲ្យគាត់ប្រើប្រាស់អាវុធគ្រប់ទៀតអានេះខ្ញុំបញ្ជាក់ឲ្យច្បាស់ឲ្យគាត់ប្រើប្រាស់អាវុធគ្រប់ដៃតែម្ដងកុំឲ្យគាត់ទៅឈរក្នុងនាមដៃតទេដោយល្ងាចមិញកាត់ដៃល្ងាចមិញឃើញប៉ូលីសដៃតទេទៅដល់ឃើញភាគីមកខាងទៀតបាញ់គាត់ស្លាប់ខ្ញុំឈឺចាប់អានោះចាប់មែនតើយើងយកអាច្បាប់ប្រើប្រាស់អាវុធទៅប្រើនៅតំបន់100គីឡូម៉ែត្រពីតំបន់ដែលមានសង្គ្រាមអញ្ចឹង100គីឡូម៉ែត្រពីព្រំដែនអនុញ្ញាតឲ្យគាត់ប្រើជាទូទៅប្រកាសហ្មងបាត់បញ្ជារបស់រដ្ឋាភិបាលចេញបាត់បញ្ជាមកបរដ្ឋាភិបាលក្មេងដែលមានអាយុលើស15ឆ្នាំក្រោមអាយុ60ឆ្នាំបរោះខ្ញុំនិយាយទៅបរោះស្ត្រីកុំឲ្យខ្ញុំទឹកភ្នែកទៅពីហើយឃើញស្ត្រីម្នាក់ដែលគាត់ទៅច្រកក្របឲ្យប្តីគាត់រហូតប្តីគាត់ស្លាប់នៅគាត់បាទអានោះខ្ញុំស្រកទឹកភ្នែកកុំឲ្យយកស្ត្រីទៅពាក់ព័ន្ធអញ្ចឹងយកគាត់ចេញមកស្ត្រីកុំហ្មងកុំប្រើគាត់ទុកឲ្យគាត់ជួយមើលកូនជួយមើលចៅបកើតរៀបចំកូនពូនជាចៅទៅទៀតបានអញ្ចឹងយកចេញទុកតែ15ឆ្នាំទៅដល់អាយុ60ប៉ុន្តែបាត់បញ្ជាមួយឲ្យវឹកហាត់សនុកនេះដូចខ្ញុំនិយាយយកមេភូមិប្រធានភូមិអនុប្រធានភូមិមេឃុំចៅសកាត់ណាចៅសកាត់រងមេឃុំអនុឃុំបាទជាមេបញ្ជាការមានគ្រូបង្វឹកបាននៃតាហ៊ានដែលធ្លាប់ច្បាំងបានចេញពីគេថាធ្លាប់ច្បាំងទៅបង្វឹកហាត់ឲ្យគាត់ប្រើប្រាស់អាវុធឲ្យគាត់ចេះរៀបចំអាវុធអីផ្សេងហ្នឹងអាហ្នឹងខ្ញុំឲ្យជាយោបល់វិញ
ណាខ្ញុំមិនឲ្យគាត់រៀបទេប៉ុន្តែខ្ញុំឲ្យជាយោបល់តែគួរតែដាក់ឲ្យគាត់ពួកកុំឲ្យគាត់ដៃទៅទេគាត់អង្គុយចង្អុកអញ្ចឹងណារៀងខ្លាំងមិនលេងទេណា15ឆ្នាំណាមាន5 6នាក់មកផ្ទះក៏មានដែរអញ្ចឹងអាវុធយើងគិតមើលប្រហែល5 6ដើមហើយចេះបាញ់3 ខែបងប្អូនជនជាតិខ្លាំងមែនទេណាតែហ្នឹងចូលអត់បានទេមិនចូលទៅដល់អីឆ្វេងឆ្វាចអីអូមកប៉ះប្រជាពលរដ្ឋសួរថាយើងការពារអីបាទយើងដាក់ឲ្យកត់នៅការពារហ្នឹងពលរដ្ឋដែលមានអាវុធប្រើប្រាស់ចេះប្រើប្រាស់អាវុធស្តាត់ជំនាញហើយមានការឧបត្ថម្ភទៅមធ្យោបាយផ្សេងហ្នឹងគឺគាត់ខ្លាំងហើយការពារតបកំងដូពាក្យធម្មតាតវៃអញ្ចឹងតលាក់ក្របបែកប៉ុណ្ណាក៏វាអត់បាក់ក៏វាអត់អាចគ្រប់គ្រងតំបន់នឹងបានដែរបើចប់តបថ្មជើងឡើងមិនរួចដូចបច្ចុប្បន្នក៏ឡើងមិនរួចទេអញ្ចឹងថ្ងៃក្រោយដែលបងចដាខេមថាមិនបានបិទមិនឲ្យប្រជាពលរដ្ឋគាត់ប្រហែលជាគាត់អត់យល់ណាស្ត្រីហើយអ្នកជំងឺអ្នកជំងឺស្ត្រីមនុស្សចាស់និងកុមារក្រោមអាយុ15ឆ្នាំគួរយកគាត់ចាញ់គាត់អត់ដឹងទេប៉ុណ្ណឹងពិបាកណាយកគាត់ចេញហើយយកទៅដាក់កន្លែងដែលមានសុវត្ថិភាពទីបំផុតឲ្យផុត100 គីឡូម៉ែត្រពីព្រំដែនទោះបីវាមានការធ្លាក់ក៏វាការប៉ះពាល់វាតិចដែរឲ្យផុតពី100 គីឡូម៉ែត្រហើយ100 គីឡូម៉ែត្រដូចខ្ញុំនិយាយមិញអញ្ចឹងអនុញ្ញាតវឹកហាត់គាត់ឲ្យចេះប្រើប្រាស់អាវុធគ្រប់ដៃកុំខ្លាចអត់ពិបាកទេពលរដ្ឋម្នាក់ទេម្នាក់ណាក៏ប្រជាការពារភូមិឃុំម្នាក់ដែរអញ្ចឹងឲ្យគាត់ស្ដែងចេញមកដោយខ្លួនឯងទាំងគេទាំងខ្ញុំណាបានន័យថាទ្រព្យសម្បត្តិណាមិនងាយទៅរត់ចោលទេអាហ្នឹងអាការស្ដាយហ្នឹងវាធ្វើឲ្យមានបញ្ហាទៅដល់គ្រួសារគាត់ខ្លះមានមនុស្សចាស់មានកុមារមានស្ត្រីគាត់ពិបាកនឹងលះបង់ណាក៏ប៉ុន្តែបើសិនជាយើងទទួលខុសត្រូវដល់អ្វីដែលដឹកជញ្ជូនគាត់ចេញហ្នឹងគឺជាការល្អជាទីបំផុតណាបាទធ្វើបាននឹងដឹងហើយថាគេទៅណាមិនខត់ក្របទម្លាក់មួយដែរប៉ុន្តែរដ្ឋាភិបាលមិនការពារមានតែហាមឃាត់បាទកុំហាមឃាត់គាត់ណាហាមឃាត់ដូចខ្ញុំនិយាយមិញណាគួរតែយកហើយរថយន្តចឹងដែររថយន្តណាថ្ងៃមុនដែលយើងមើលឃើញការទម្លាក់ដ្រូនទៅលើរថយន្តស៊ីវិលដែលរថយន្តក្រុងដឹកអ្នកដំណើរ2 គ្រឿងដែលទម្លាក់ក្របស្រាប់តកង់ណាចឹងយើងគួរចាប់ពីថ្ងៃហ្នឹងទៅរថយន្តដឹកអ្នកដំណើរគ្រប់ស្នើសុំឲ្យមានការបាញ់ពណ៌ឲ្យបាញ់ពណ៌បុកបិទក៏បានបិទពណ៌សសម្គាល់ថាជាជនស៊ីវិលតែកុំដាក់ទាហានអីចាសូមកុំបងយោធាកុំទៅជិះឡានរបស់គាត់អីអញ្ចឹងវាអាចគ្រោះថ្នាក់ទៅដល់ពួកគាត់ទៀតអញ្ចឹងដោយឡានសាលារៀននេះយើងដាក់ផ្លាកស្លាកសាលារៀននៅធំឡានប្រជាពលរដ្ឋយើងហ្វូតូដាក់មកឲ្យបិទថាពលរដ្ឋឡានស៊ីវិលទាំងដល់យើងទៅមិនបិទណាឡានពេទ្យឡានស៊ីវិលឡានដឹកសិស្សអីយើងត្រូវឲ្យមើលណាឲ្យមើលអញ្ចឹងយើងអាចធ្វើបានណាកុំប្រឡូកប្រឡំគ្នាអញ្ចឹងវាធ្វើឲ្យមានបញ្ហាច្រើនមិនកុំហាមឃាត់គាត់ហាមឃាត់អត់បានទេណាជាគួរតែឲ្យគាត់ចេញទៅល្អជាងហើយបណ្ដោះស្មារតីបងចិនដាខេមដូចខ្ញុំលើកឡើងមិញណាបណ្ដោះស្មារតីបើសិនជាយើងនាំវាអស់ដីភូមិទាំងអស់ហ្នឹងក៏អាចនឹងប្រឈមមុខនឹងគេមកកាត់ដែរចឹងបានន័យថាយើងត្រូវការពារភូមិយើងតាមការបកខាត់ចឹងសូមឲ្យមានចេញប័ណ្ណបញ្ជាពួកប័ណ្ណបញ្ជាអត់បាច់ចាំទៅឆ្លងរដ្ឋសភាព្រឹទ្ធសភាទេប័ណ្ណបញ្ជារបស់រដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលមានអាយុក្រោម60ឆ្នាំត្រឹម60ឆ្នាំចុះក្រោមលើអាយុ15ឆ្នាំមានសិទ្ធិប្រើប្រាស់អាវុធណាប្រភេទអាវុធទីសោតយើងយក100 គីឡូម៉ែត្រពីព្រំដែនបែងចែកជាតំបន់ណាខ្លះដែលអាចប្រើប្រាស់អាវុធធំធនមធ្យមបានណាអាតូចអាមធ្យមរហូតដល់អាធំណាពលរដ្ឋខ្លះគាត់ចេញសិតតែទៅហ៊ានចូលវិវត្តអីដែរអាយុ50 60អីដែរគាត់ទៅចូលវិវត្តថ្មីគាត់ចេះប្រើអាវុធអត់ជាគ្រូប្រវត្តិឲ្យមានការចេះកាន់អាវុធតបទៅវិញកុំឲ្យដាក់ទៅទេកាលណាយើងជាពលរដ្ឋខ្មែរក៏ដោយពលរដ្ឋណាក៏ដោយក៏យើងចាំតែឲ្យគេអាណិតអាសូរបានទេយើងត្រូវចេះការពារខ្លួនយើងដែរណាតាមរយៈការប្រើប្រាស់ការតបតបើសិនជាធ្វើអ្វីមួយបំពេញទៅលើភូមិឋានរបស់យើងបាទអរគុណច្រើនលោកសសល់គុណបងដែលបានលើកចំណុចមួយចំនួនដែលយើងគិតថាជាចំណុចដែលសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់រស់នៅតំបន់ជាប់ព្រំដែនណាអានេះមានន័យថាមានការការពារខ្លួនហើយស្នើដល់អាជ្ញាធរដែរអាជ្ញាធរនៅដែលប៉ោយប៉ែតហ្នឹងដូចបងចន្ទរាខេមក៏លើកឡើងថាមានការខាត់ខ្លួនពលរដ្ឋឲ្យចេញពីតំបន់ប៉ោយប៉ែតបាទខ្ញុំបានឃើញព័ត៌មានហ្នឹងដែរតាក់ទងនឹងបងប្រុសម្នាក់គាត់បានបង្ហោះអញ្ចឹងជាសំណុំពរទៅដល់អាជ្ញាធរគឺសូមបងដូចអ្វីដែលបងមានចរាលើកឡើងអញ្ចឹងគឺគួរជំនះគាត់នឹងទៅរកទីទួលសុវត្ថិភាព
ព្រោះ S16 បងมันធម្មតាណាតម្លាក់nóតិចចំកន្លែងណាហ្នឹងតិចកន្លែងហ្នឹងมันធម្មតាកម្លាំងរបស់យន្តហោះហ្នឹងមិនធម្មតាទេមានន័យថាតិចបងប្អូនមើលតាស្ពានហ្នឹងឯងតម្លាក់nóតិចគ្មានសល់ហើយតាក់ទងនឹងអាគារសាលារៀនហ្នឹងมันតាមពិតអ្វីដែលយើងឃើញតាក់ទងនឹងការប្រើអាវុធធនធ្ងន់ប្រដាប់អាវុធទៅលើសាលារៀនទៅលើមន្ទីរពេទ្យទៅលើស្ពានទៅលើអីនេះវាដូចជាមើលទៅដូចជាការឈ្លានពានរបស់ថៃហាក់បីដូចជាខុសរឿងណាបងប្អូនប្រិយមិត្តតាមពិតក្នុងករណីដែលយកលេសដើម្បីបង្ក្រាបពួក scammer ទៅតំបន់ scammer មានន័យថាមានកន្លែង scammer មានកន្លែងដែលពួក scammer ហ្នឹងគេធ្វើគួរទម្លាក់ទៅកន្លែងហ្នឹងយើងគ្រប់គ្រងលោកសសល់គ្រប់គ្រងការដែលវិបហារបស់ថៃមកលើខ្មែរខ្ញុំគ្រប់គ្រងការបង្ក្រាប scammer ខ្ញុំមិនមែនគ្រប់គ្រងការបង្ក្រាបពីថៃមកលើកម្ពុជាក្នុងការឈ្លានពានទឹកដីទេខ្ញុំចូលរួមប្រឆាំងជាមួយនឹងខ្មែរហើយបងប្អូនមួយចំនួននៅក្នុងជួររបស់គណៈបព្វជិជនហ្នឹងថាខ្ញុំនឹងចូលដៃចូលជើងជាមួយនឹងថៃណាចង់សម្លាប់ខ្មែរអត់ទេខ្ញុំនៅតែគ្រប់គ្រងខ្មែរក្នុងការពារនៅមរណភាពទឹកដីប៉ុន្តែខ្ញុំខឹងនឹងលោកហ៊ុនសែននិងរបបដឹកនាំរបស់លោកហ៊ុនសែនហ្នឹងមិនឆ្លាញ់ពលរដ្ឋខ្លួនឯងមិនការពារនៅគេហៅថាអាយុជីវិតរបស់ពលរដ្ឋខ្លួនឯងទៅឥឡូវបងប្អូនពិចារណាមើលមនុស្សពីរដាក់វាយគ្នាហើយមេដឹកនាំរបស់យើងជំរុញឲ្យទៅវាយហ្មងណាហើយដោយខ្លួនឯងនឹងមានអីសោះឲ្យគេមានអាវក្រោះគេមានកំភ្លើងគេមានអីឲ្យយើងអត់មានអញ្ចឹងការវាយនេះវារងហានិភ័យវាមានតែទៅនឹងមានតែស្លាប់ហើយនឹងចាញ់តែប៉ុណ្្នឹងទេអញ្ចឹងយើងគួរតែគិតណាក្នុងនាមជាមេដឹកនាំគួរតែគិតអាហ្នឹងខ្ញុំបងប្អូនមួយចំនួនដែលខណៈពេលនេះប្រទេសកំពុងតែឈ្លានពានប៉ុណ្ណឹងហើយលោកនៅតែរករឿងមេដឹកនាំគួរតែគិតរករស់ខ្ញុំព្រមត្រូវនឹងការរកប្រមូលផ្ដុំរួមកម្លាំងគ្នាប៉ុន្តែក៏ខ្ញុំមិនគ្រប់គ្រងការដឹកនាំរបស់លោកហ៊ុនសែននោះមិនណែតដែរព្រោះដឹកនាំធ្វើឲ្យបរទេសមើងងាយខ្ញុំនិយាយថាមួយម៉ាត់ខ្ញុំនិយាយឲ្យច្បាស់ចុះរឿងការទូតនេះមួយលោកហ៊ុនសែនហ៊ុនម៉ាណែតគ្មានសមត្ថភាពដើម្បីតាក់ទងនឹងការទូតនៃបណ្ដាប្រទេសលោកសេរីក៏ដូចជាបណ្ដាប្រទេសដែលមានការហៅថាសក្តានុពលឬក៏ប្រទេសដែលមានអំណាចក្នុងការសម្របសម្រួលតាក់ទងនឹងចំនួនមិនបានខ្ញុំនិយាយដល់ប៉ុណ្្នឹងបងប្អូនប្រចារណាមើលទៅប្រជុំទោះបីសហរដ្ឋអាមេរិកសូម្បីតាចិនចូលរួមក៏មិនអាចខាត់ក្នុងការថៃបានហ្នឹងយើងគិតពិចារណាប៉ុណ្្នឹងបានអញ្ចឹងមានថាលោកហ៊ុនម៉ាណែតលោកហ៊ុនសែនគ្មានសមត្ថភាពចរចាការទូតទេហើយមកប្រជុំនៅថ្ងៃនេះទៀតលក្ខខណ្ឌ5ចំណុចដែលគេទាមទារបងប្អូនមើលដឹងតាក់ទងនឹងរឿងរ៉ាវមួយចំនួននេះមិនចង់លើកទេប៉ុន្តែមេដឹកនាំរបស់យើងអសមត្ថភាពក្នុងការចរចារឿងការទូតនេះអញ្ចឹងគួរតែពិចារណាបើថាលោកដឹកនាំកែលោកចុះចេញទៅឲ្យគេអ្នកដែលមានសមត្ថភាពគេមកដឹកនាំដើម្បីចរចាតែរឿងការទូតនឹងអាចថាបានក្នុងករណីរឿងនេះខ្ញុំមិនថាណាហើយកុំឲ្យចោលតែខ្ញុំនឹងចូលដៃចូលជើងជាមួយនឹងថៃក្នុងការនេះណាតាមពិតពលរដ្ឋថៃគេស្អប់ហ៊ុនសែនខ្ញុំនិយាយចឹងគេមិនចង់ធ្វើបាបប្រជាពលរដ្ឋខ្មែរគេមិនចង់បំផ្លាញនៅសម្បត្តិឬក៏កន្លែងគេហៅថាជនស៊ីវិលទេគេចង់តែឲ្យហ៊ុនសែនចុះចេញពីតំណែងព្រោះរឿងហ៊ុនសែននេះមួយដែលធ្វើឲ្យប៉ះពាល់ផ្ទៃក្នុងរបស់ដែលប្រទេសថៃនេះមួយគឺជារឿងធ្ងន់ធ្ងរដែលលោកហ៊ុនសែនគួរតែទទួលខុសត្រូវនៅការដែលលោកជាអ្នកបង្កើតឡើងណារឿងហ៊ុនសែនដែលនិយាយប៉ះពាល់រឿងជ្រិតជ្រែនៅក្នុងព្រឹងផ្ទៃក្នុងរបស់ថៃនេះរហូតដល់គេហៅថាម៉េចជាអ្នកបញ្ជាកាឡាអុករបស់ការដឹកនាំរបស់ថៃទាំងអស់ទាំងមូលមិនធម្មតាទេអានេះវាជារឿងមួយដែលបងប្អូនប្រិយមិត្តប្រហែលជាអាចដឹងថាគាត់លូកជ្រៅពេកនៅក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសគេដល់ពេលអញ្ចឹងអានឹងវាជារឿងដែលគាត់ត្រូវទទួលខុសត្រូវណាហើយដូចបងរដ្ឋាសួរខ្ញុំថាតើមិនដឹងតកតងទៅតុលាការហ្នឹងយ៉ាងម៉េចទៅហើយតាមពិតរដ្ឋាភិបាលក្រៅប្រទេសដែលមានលោកធានសំរងស៊ីហ្នឹងគាត់បានរៀបចំឯកសារហ្នឹងគឺជិតគ្រប់គ្រាន់ហើយបើនិយាយចំគឺដូចជារៀបចំអ្នកស្រីទឹកកំហ៊ុនតកតងនឹងរឿងការទូតហ្នឹងដូចជាបានច្រើនហើយឯកសារហ្នឹង
មានលោកអ៊ំសំអាតហ្នឹងគាត់បានរកផែនទីរកអីបានគ្រប់គ្រាន់អស់ហើយអញ្ចឹងដូចជារៀបចំគ្រប់គ្រាន់ចិត្តជាស្ថាពរហើយអញ្ចឹងការប្តឹងរបស់រដ្ឋាភិបាលក្រៅប្រទេស$23នេះទៅតុលាការអន្តរជាតិហ្នឹងនឹងអាចមានដំណឹងថាថ្មីនេះគឺយើងនឹងអាចប្តឹងបានហើយនេះគឺជាដំណឹងល្អហើយខ្ញុំគ្រប់គ្រងប៉ុន្តែបងប្អូនមួយចំនួនគាត់សួរថាហេតុអីបានជារបបដឹកនាំក្រុងភ្នំពេញហ្នឹងលោកហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងមិនហ៊ានប្តឹងថៃទៅនឹងការឈ្លានពាននេះអញ្ចឹងបងប្អូនមួយចំនួនសួរហើយសួរទៀតខ្ញុំនិយាយថាសួរហើយសួរទៀតต้องបកស្រាយប៉ុន្តែខ្ញុំក៏ឆ្ងល់ដែរប៉ុន្តែចំណុចមួយដែលខ្ញុំចង់បង្ហាញបងប្អូនថារាល់ថ្ងៃនេះលោកហ៊ុនសែនហ្នឹងគាត់កំពុងតែរាល់ថ្ងៃហ្នឹងកំពុងតច្រកហើយមានអ្នកខ្លះគេលើកឡើងថាហេតុអីបានជាហ៊ុនសែននឹងបន្តដៃជាមួយនឹងថៃក្នុងករណីដែលថៃវាឈ្លានពានមកលើខ្មែរនឹងកាន់តែខ្លាំងទៅហើយហេតុអីបានជាបន្តដៃសម្លាញ់មេឃនៅឯណាហើយបណ្ដាប្រទេសផ្សេងនៅលោកសេរីនេះបណ្ដាអាស៊ីនេះបណ្ដាប្រទេសមួយចំនួនដែលជាមហាអំណាចធំហេតុអីក៏មិនស្គាល់ទោសថៃក្នុងការមកឈ្លានពានកម្ពុជាសំណួរសួរបែបនេះឥឡូវបងប្អូនមួយចំនួនលើកឡើងហេតុផលខ្ញុំអាចនិយាយបានថាមិនបានគេមិនជួយហ៊ុនសែនគេមិនជួយកម្ពុជាគេស្រឡាញ់ពលរដ្ឋកម្ពុជាគេមិនជួយហ៊ុនសែនដោយសារហ៊ុនសែនរស់ស៊ីជាមួយនឹងចៅហ៊ុនសែនរស់ស៊ីជាមួយនឹងចៅណាគេជួយចៅគេដឹងថាហ៊ុនសែនជាមនុស្សយ៉ាងម៉េចបងប្អូនដឹងថាហ៊ុនសែនជាមនុស្សម៉េចមេកុលតកម្មមេ scammer ណាគេចង់កម្ចាត់ពួក scammer ហ្នឹងហើយដែលធ្វើឲ្យបណ្ដាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកមានអង់គ្លេសណាសិង្ហបុរីក៏សហការជាមួយនឹងកូរ៉េខាងត្បូងក្នុងការកម្ចាត់ scammer ហ្នឹងអញ្ចឹងខ្ញុំគ្រប់គ្រងនៅការដែលកម្ចាត់ scammer រោមមុខសញ្ញា scammer ហ្នឹងហើយបងប្អូនដឹងហើយ agency ហ្នឹង agency ដែលរាល់ថ្ងៃនៅស្រុកខ្មែរហ្នឹងហើយរាល់ថ្ងៃលោកហ៊ុនសែនកំពុងតែការពារចោលការពារមេឧក្រិដ្ឋកម្មដែលធំហើយបងប្អូនទៅគ្រប់គ្រងលោកហ៊ុនសែនហើយអ្នកខ្លះគេថាត្រូវរួមជាមួយលោកហ៊ុនសែនដើម្បីការពារទឹកដីបើកំណត់របស់ខ្ញុំអត់រួមជាមួយចៅទេខ្ញុំអត់គ្រប់គ្រងការចូលរួមជាមួយនឹងចៅទេលោកហ៊ុនសែនឋានៈពេលនេះលោកគួរតាអាចថាឈឺទៅបកគលតំណែងឬក៏ទូនាទីទៅនរណាផ្សេងនៅក្នុងឋានៈដឹកនាំនៅគណៈបព្វជិជនណាខ្ញុំនិយាយចឹងមកអាចផ្ដល់ឲ្យសខេងឬក៏ផ្ដល់ឲ្យទាបាញ់ឬក៏នរណាផ្សេងហើយខ្លួនឯងនឹងចោះចេញទៅបើសិនជាក្រៅពីលោកហ៊ុនសែនខ្មែរនៅក្រៅស្រុកមួយចំនួនអាចចូលរួមសហការគ្នាជាមួយនឹងពួកបើឲ្យចូលរួមមួយហ៊ុនសែនចូលរួមមួយនឹងចៅដើម្បីរួបរวมគ្នាដើម្បីគេហៅថាប្រឆាំងទោះបីយ៉ាងណាក៏ដោយក៏ប្រទេសគេហៅប្រទេសអាស៊ានឬក៏បណ្ដាប្រទេសលោកសេរីមួយចំនួនឬក៏មហាអំណាចមួយចំនួនគេនៅតែអត់ជួយចឹងរឿងការទូតមួយគឺចំអត់មានណាចូលមិនណាជួយទេចង់និយាយថារឿងហ៊ុនសែននេះមួយគេអត់ជួយទេព្រោះដូចខ្ញុំនិយាយចឹងបងប្អូនខ្ញុំនិយាយចឹងហ៊ុនសែនគឺជាចៅអញ្ចឹងអាណាគេរស់ស៊ីមួយចៅមេធំមេអក្រិតកម្មធំជាងគេឲ្យទីប្រឹក្សារបស់គាត់ Gen Z មិនធម្មតាបងប្អូនហើយនៅលើពិភពលោកណាមិនដឹងហើយបងប្អូនអត់ដឹងថាក្រុមហ៊ុននៅក្នុងស្រុកខ្មែរក្រុមហ៊ុនជញ្ជក់ឈាមពលរដ្ឋខ្មែរណាខ្លាំងមែនទែននៅស្រុកខ្មែរហ្នឹងគឺច្រើនណាស់ក្រុមហ៊ុនរបស់ហ៊ុនសែនហ្នឹងក្រុមហ៊ុនរបស់កូនចៅរបស់ហ៊ុនសែនទាំងអស់ហ្នឹងបងប្អូនមើលចំណាំ COVID បងប្អូនដឹងទេ COVID គេបិទទាំងអស់គ្រប់កន្លែងទាំងអស់មិនឲ្យណានាគេដែលលក់ដូរមិនបិទប្រជាពលរដ្ឋមិនឲ្យទៅកន្លែងណាទេប៉ុន្តែក្រុមហ៊ុនលេងអវត្រាដឹកជញ្ជូនអីវ៉ាន់លក់តម្លៃចង់1 គុណ 2ទៅលក់ឲ្យប្រជាពលរដ្ឋដឹងតែប៉ុណ្្នឹងដឹងបានហើយសួរមិនបានលេងអវត្រាហ្នឹងក៏មានអីមានអំណាចគឺអីស្អីបានហ៊ានទៅបើកលក់របស់របរទៅដឹកដល់កន្លែងអ្នកដែលកូវីដហើយកូវីដគឺគេបិទគ្រប់កន្លែងទាំងអស់មិនឲ្យប្រជាពលរដ្ឋចេញដល់ណាទាំងអស់ខណៈដែលប្រទេសហ្នឹងកំពុងតែមានគេហៅថាវិបត្តិកូវីដដ៏ធំវាទៅជាអាពួកអ្នករស់ស៊ីលើក្បាលរាជហ្នឹងវាទៅរស់ស៊ីបន្ថែមទៀតខ្ញុំជួបច្បាស់បងប្អូនពួកខ្ញុំនៅក្នុងផ្ទះក្នុងធ្លាប់ទិញរបស់លេងអវត្រា
លេងលបត្រាយកមកលក់មកបងប្អូនគិតពិចារណាប៉ុណ្ណឹងបានហើយលេងលបត្រាយកមកលក់របស់ហ្នឹងក្រុមមានថាផ្ដាច់មុខគឺក្រុមហ៊ុនរបស់លេងលបត្រាហ្នឹងយកមកលក់ឲ្យប្រជាពលរដ្ឋដែលគាត់មិនអាចចេញទៅណាគឺគេបិទកូវីដអញ្ចឹងអ្នកនៅភ្នំពេញមួយចំនួនថាជាអាចដឹងរឿងបិទផ្លូវកន្លែងណាផ្ទុះខ្លាំងបិទកូវីដហ្នឹងគឺគេអត់ឲ្យទៅឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងចេញទៅតំបន់ហ្នឹងគឺអត់ឲ្យចេញបិទទាបិទអស់ប៉ុន្តែក្រុមហ៊ុនគេដឹកឡានទៅមុខផ្ទះហ្នឹងគេយកទៅលក់ឲ្យប្រជាពលរដ្ឋគេនឹងបានហ្នឹងគឺជារឿងពិតអញ្ចឹងដូចខ្ញុំបានលើកឡើងអញ្ចឹងអ្វីដែលយើងចូលរួមយើងមិនឆ្លាញ់ទឹកដីទេដោយឆ្លាញ់ប្រជាពលរដ្ឋយើងទេយើងឆ្លាញ់ប៉ុន្តែអ្វីដែលលោកហ៊ុនសែនក៏ដូចជាគណៈបព្វជិជនធ្វើនេះណាហើយក្នុងការនៃមិនឆ្លាញ់ពលរដ្ឋខ្លួនឯងនៅតែការពារមួយចោលរស់ស៊ីជាមួយចោលហើយមិនហៅថាមិនឥឡូវយើងគិតបងប្អូនចាណាមើលលុយរបស់ហ៊ុនសែនខ្លាំងច្រើនក្រុមគ្រួសាររបស់គាត់បងប្អូនរបស់គាត់លុយរាប់លានដុល្លារប៉ុន្តែឥឡូវគណៈពេលនេះតាក់ទងនឹងបងប្អូនភាគសឹកដែលគាត់នៅតាមតំបន់រងគ្រោះណាតែលោកហ៊ុនសែនមានចេញកញ្ចប់ថវិកាមួយដើម្បីជួយដល់បងប្អូនអ្នករងគ្រោះខ្ញុំអត់លឺខ្ញុំមិនទាន់ដល់ពេលនេះខ្ញុំមិនទាន់ឃើញលោកហ៊ុនម៉ាណែតចោះទៅសួរសុខទុក្ខបងប្អូនភាគសឹកនៅតាមតំបន់ដែលសុវត្ថិភាពមួយចំនួនផងនេះគឺជារឿងមួយថាលោកហ៊ុនម៉ាណែតនឹងស្រឡាញ់ពលរដ្ឋអត់មានពលរដ្ឋខ្មែរនៅក្នុងបេះដូងលោកអត់ណាឬក៏មានខ្ញុំទទួលស្គាល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាមានអ្នកស្រឡាញ់ខ្មែរច្រើនណាស់គ្រប់គ្រងលើកទឹកចិត្តខ្មែរច្រើនណាស់គឺគាត់យកអំណោយដែលជាការរែងគៀសពីបងប្អូនសពប្រជាជនមួយចំនួនបងខ្លួនគាត់មួយចំនួនយកទៅជូនបងប្អូនភាសាដែលគាត់ទៅនៅឃ្លាតឆ្ងាយពីផ្ទះសម្បែងរបស់គាត់ទៅនៅតាមវត្តតាមអីចឹងទៅគាត់ទៅជួយខ្ញុំសូមអរគុណសម្រាប់ទឹកចិត្តបងខ្មែរប៉ុន្តែខ្ញុំអត់មានអីជួយទេខ្ញុំមានតែផ្ដាំផ្ញើជួយព្រោះដោយសារខ្ញុំក៏ជាជនរងគ្រោះដែរខ្ញុំគិតថាខ្ញុំក៏ជាជនរងគ្រោះដែរអញ្ចឹងខ្ញុំអរគុណដល់ទឹកចិត្តសប្បុរសធម៌របស់បងប្អូនខ្មែរនៅក្នុងប្រទេសដែលគាត់បានជួយដល់ពួកគាត់ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើក្នុងមានជាមេដឹកនាំថាលោកបានបារម្ភបានគិតគូរពីពួកគាត់អត់ឬក៏ប្រទេសកំពុងតែមានសង្គ្រាមបែបនេះលោកនឹងអង្គុយ office អង្គុយស្ដាប់ឲ្យធ្វើកាយវិការសម្ដែងតួកំសត់អីចឹងទៅប៉ុន្តែលោកអត់បានធ្វើសកម្មភាពណាដោយព្រះអង្គមានសង្ឃនិកាធ្លាប់ថាអ្វីដែលជាដែលថាយើងជួយណាយើងចេញមកយើងចេញជាសកម្មភាពហ្នឹងមិនមែនចេញមកគ្រាន់តែនិយាយអត់មានអីផងគេថាជួយខ្ញុំអត់ជឿទេណាលោកតម្លាក់កញ្ចប់ថវិកាមកប្រហែលលានហ្នឹងលោកខាងអ្នកខាងលោកហ៊ុនសែនមានលុយណាអូមានមាសដល់ផ្ញើនៅប្រទេសបរទេសផងបងប្អូនលុយរាប់លានដុល្លារលុយលោកហ៊ុនសែនច្រើនណាស់អ្នកណាថាហ៊ុនសែនអត់លុយគាត់អានីលការបស់គាត់ហ្នឹងបងប្អូនមើលហ្នឹងគាត់តែអាវរបស់កូនស្រីគាត់របស់ចៅរបស់គាត់អីហ្នឹងអូលុយរាប់ម៉ឺនខ្ញុំនិយាយមួយម៉ាត់ណាគាត់តែការត្រកូលអុកញ៉ាមួយនៅក្នុងភ្នំពេញចង់និយាយពីបើនិយាយពីកម្មវិធីការចំណាយលុយរាប់លានដុល្លារក្នុងការចំណាយលុយរឿងការបើនិយាយពីការមួយអាចជួយពលរដ្ឋភាគសឹកមកតំបន់មកអាចចូល5ភូមិឬ6ភូមិលុយគាត់ទៅធ្វើប្រគុណទៅទិញអាហារស្បៀងអាហារដើម្បីឧបត្ថម្ភគាត់ណាអាចជួយបានឥឡូវគណៈពេលនេះយើងឃើញមេដឹកនាំរបស់យើងឆ្លាញ់ពលរដ្ឋទៅសួរសុខទុក្ខពលរដ្ឋក្នុងនាមជាមេដឹកនាំហើយបិទអីគេមិនឲ្យទៅទៀតបើនិយាយពីគណៈបព្វប្រឆាំងខ្ញុំនិយាយលោកមុនលោករងឈុនគាត់ទៅសួរសុខទុក្ខបងប្អូននៅបឹងតមោកនៅតំបន់ដែលមានបញ្ហារោរឿងគេទៀតអត់ឲ្យគេទៅទេអញ្ចឹងតើតើនឹងជនភៀសសឹកនេះបើសិនជាជិតគណៈបព្វប្រឆាំងគាត់ទៅចូលរួមគាត់មានអំណោយអីទៅចែកពួកគាត់ហើយស្អីខត់គាត់អត់ឲ្យទៅទៀតតែបើប្រជាពលរដ្ឋមួយចំនួនដែលគាត់មានមុខមានមាត់គាត់ជាខ្សែគ្រប់គ្រងរដ្ឋាភិបាលសម្ដេចអីមិនហ្នឹងទៅអាហ្នឹងទៅចែកបានប៉ុន្តែខ្ញុំអត់ទាន់ឃើញហ៊ុនម៉ាណែតទៅចែកអំណោយទៅសួរសុខទុក្ខបងប្អូននៅភៀសសឹកនៅតាមតំបន់គាត់នៅតែក្នុងបន្ទប់ office និយាយពីត្រាម៉ាសម្ដែងក្នុង Facebook និយាយដូចកំសត់ណារហូតដល់មានអ្នកខ្លះថតរូបលោកហ៊ុនម៉ាណែតទៅចូលរួមប្រជុំថាលោកគិតលោកខ្វល់ខ្វាយ
មេដឹកនាំហ្នឹងមិនមែនថាធ្វើមេដឹកនាំហ្នឹងមិនមែនស្រួលទេបើថាមិនមែនស្រួលលោកប្រកុលឲ្យគេដឹកនាំម្ដងមើលឲ្យគេដឹកនាំហ្នឹងគេមិនគេមានតំណែងតំណងការទូតល្អជាងលោកអត់ពួកលោកខ្ញុំនិយាយមួយម៉ាត់ខ្សោយតំណែងតំណងការទូតខ្ញុំនិយាយចោះហើយលោកថាអីថាពលមែនលោកខ្សោយតំណែងតំណងការទូតព្រោះសង្គ្រាមប៉ុណ្ណឹងហើយបងប្អូនពិចារណាប៉ុណ្ណឹងបានហើយតើមានប្រទេសណាដែលគ្រប់គ្រងថ្កល់ទោសថៃក្នុងការឈ្លានពានកម្ពុជាអត់មានគេមានតែជំរុញបន្ថែមឲ្យថៃវាយទៅខ្ញុំនិយាយចឹងខ្ញុំនិយាយការពិតខ្ញុំនិយាយការពិតឥឡូវមែនអត់បងប្អូនមើលទាំងអស់គ្នាខ្ញុំមិនថាគឺរឿងពិតតែបើសិនជាអមបានថាតាក់ទងមួយយួនតាក់ទងមួយអីដែលត្រូវផ្ដាំផ្ញើពីយួនមកគុណម៉ណែតសវ៉ាជួយអាមិនត្រូវរឿងទៅជួយខ្ញុំទៅជួយបាទប្រទេសកំពុងតែមានបញ្ហាទៅវិសោធនកម្មច្បាប់ឯណាដកសេចក្ដីខ្មែរឯណារិះគន់ឥឡូវសារលោកហ៊ុនសែនចេញមកទៀតអាណារៀនរិះគន់រដ្ឋាភិបាលអាណារៀនរិះគន់គណៈបព្វជិជនទៅកាត់ទុកដាក់គុកខណៈពេលនេះលោកមិនគួរនិយាយពាក្យហ្នឹងទេខ្ញុំនិយាយមិនចឹងអត់អាចនិយាយបានទេសិតឯណារួបរวมគ្នាណាដើម្បីទឹកដីដើម្បីប្រទេសជាតិហើយរួបរวมលោកហ្នឹងនិយាយរិះគន់បានចាប់ដាក់គុកនេះបើខ្ញុំនៅស្រុកខ្មែរគុកបាត់ហើយបងប្អូនដឹងតែគុកបាត់ហើយចាប់ដាក់គុកបាត់ហើយចាប់ឲ្យអត់មានចាំសួរអត់ចេញជាការក្រោយតាមក្រោយចេញជាការតាមក្រោយចាប់សិនបានចេញជាការនេះសម័យលោកហ៊ុនសែនដឹកនាំប្រទេសគឺបែបហ្នឹងនិយាយអត់បានទេរិះគន់អត់បានទេឲ្យតែនិយាយរិះគន់គឺគុកមានតែគុកទេប៉ុណ្្នឹងឯងឥឡូវប៉ុណ្ណេះនិយាយច្រើនបន្តិចបងមិញជាណាឥឡូវសូមបន្តទៅបងបន្តិចមើលបងជាមធ្យោបាយបន្ទាប់ខ្ញុំចង់សុំសួរសំណួរបងមួយថាតើលោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតក្នុងគណៈពេលនេះក្នុងគណៈពេលដែលកំពុងតែថៃកំពុងតែគេហៅថាឈ្លានពានដល់ដំណាក់កាលអានេះចូលដំណាក់កាលខ្លាំងជាងលើកទី1ទៀតណាក្នុងនាមគាត់ជាមេដឹកនាំតើគាត់ចូលរួមដើម្បីគេហៅថាដើម្បីការពារនៅជនរងគ្រោះហ្នឹងណាជាលក្ខណៈបឋមណាខ្ញុំនិយាយពីលក្ខណៈបឋមខ្ញុំថាជួយប្រជាពលរដ្ឋលក្ខណៈដំបូងដែលគាត់កំពុងតែប្រឈមខ្លាំងនេះតើគាត់គួរតែលើកទឹកចិត្តជួយយ៉ាងម៉េចបងតាមធម្មតាខ្ញុំអាចតែជាស្បៀងជាថវិការបស់រដ្ឋមួយចំនួនទៅឧបត្ថម្ភទៅពួកគាត់ដើម្បីជំនះពួកគាត់មិនអាចទៅបិទទេដូចបងចន្ទខេមលើកឡើងអញ្ចឹងគាត់ទៅអញ្ញាធិបតេយ្យទៅបិទគាត់មិនអោយចេញពីតំបន់ហ្នឹងគាត់ទៅជំនះពួកគាត់ចេញពីខេត្តដែលជាប់ព្រំដែននេះប្រហែលខេត្តហ្នឹងទៅចេញឲ្យអស់ជាពិសេសគឺប្រទេសមានជ័យដល់មានជ័យបាត់ដំបងហ្នឹងបៃលិនកោះកុងហ្នឹងពោធិ៍សាត់នៅខាងវាលវែងថ្មដាហ្នឹងទៅជំនះពួកគាត់ចេញឲ្យនៅខាងថ្មដាហ្នឹងខ្ញុំដឹងបងមឿនគាត់នៅខាងហ្នឹងគាត់ប្រាប់ខ្ញុំថាអ្នកនៅថ្មដាមកវាលវែងហ្នឹងមកនៅតាមវត្តតាមអីពេញទឹកពេញដែរហើយបងនេះមិនចំនួនចាងសារមកខ្ញុំដែរគឺមានន័យថាបងប្អូនភាសារបស់យើងក៏គាត់មកនៅតាមវត្តច្រើនអញ្ចឹងវានិយាយពីអ្វីដែលប្រឈមខ្លាំងខ្ញុំនិយាយមួយម៉ាត់គឺបញ្ហាបង្គន់គាត់ថាដល់កឆ្អេះស្អុយអាហ្នឹងហើយជាបញ្ហាអញ្ចឹងបញ្ហាប្រឈមនេះតើលោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាមេដឹកនាំគួរធ្វើយ៉ាងម៉េចគួរដោះស្រាយបញ្ហាជូនពួកគាត់យ៉ាងម៉េចបញ្ហាប្រគុណនឹងបងជាបញ្ហាធំឥឡូវសូមបងជួយមើលអាចជាអនុសាសន៍ទៅដល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតក្នុងការសង្គ្រោះបឋមសម្រាប់ពួកគាត់ខ្ញុំអត់គិតថាយូរអង្វែងនេះទៅសងសំណងផ្ទះគាត់ខូចខាតអីទេឥឡូវសង្គ្រោះបឋមសម្រាប់ពួកគាត់តើបងគួរមានវិធានការយ៉ាងម៉េចណែនាំទៅមេដឹកនាំក្រុងភ្នំពេញឲ្យគាត់ជួយបាទអញ្ចឹងសូមរំជើញបងបាទសូមរំជើញបាទអរគុណច្រើនលោកសុខសល់ធម្មតាការធ្វើប្រគុណអនាម័យដោយសារខ្ញុំមានបទពិសោធន៍ជាអ្នកគ្រប់គ្រងកម្ពុជាកម្មអញ្ចឹងប្រគុណអនាម័យនៅជុំវិញបាតកម្មនោះគឺក្រុមពួកខ្ញុំអ្នកធ្វើអញ្ចឹងពួកខ្ញុំអ្នកធ្វើអញ្ចឹងសួរថាតើការរៀបចំប្រគុណអនាម័យយ៉ាងម៉េចវាអត់ពិបាកទេបងប្អូនជនជាតិសំណុកណាប្រគុណអនាម័យណាងាយស្រួលជាទីបំផុតតើយើងត្រូវធ្វើដោយវិធីណាចឹងវិធីណាដែលយើងអាចធ្វើបាននោះគឺគេហៅថាធ្វើជាមធ្យោបាយយើងរកទីតាំងណាមួយដែលសម្រាប់ពួកគាត់ទៅកាលណាកុំឲ្យគាត់នៅ
គ្រាតឆ្ងាយពីគ្នាម្ដុំផ្សេងពីគ្នាប្រហែលកាលណាដែលយើងឲ្យគាត់នៅឆ្ងាយពីគ្នាយើងប្រហែលរៀបចំឲ្យគាត់ណាអញ្ចឹងសូមរដ្ឋាភិបាលឲ្យគាត់រកទីតាំងណាមួយដែលជាដីរបស់រដ្ឋទៅណាដីរបស់រដ្ឋ10គីឡូម៉ែត្រឬក៏5ទៅ10គីឡូម៉ែត្រដីទទេណាឈប់ធ្វើទៅហើយសម្រាប់សំណង់ជនភៀសសឹកសិននោះលោកសសល់ណាបងជាពិសេសប្រិយមិត្តរបស់យើងដែលគ្រប់គ្រងជនភៀសសឹកអាចតកតមកខ្ញុំនឹងប្រាប់តើវិធីទៅធ្វើយ៉ាងម៉េចវិធីដែលយើងត្រូវធ្វើវាអត់ពិបាកទេក្នុងការរៀបចំប្រព័ន្ធអនាម័យនោះគឺយើងកាយមានដូចស្កាទើទូចមកយើងកាយទៅហើយយើងរៀបលូបានតែលូធំយើងរៀបវាដាក់វាមកអែបគ្នាទៅហើយយើងទៅលាយវារៀបចំជាបណ្ដាញបតកលាអញ្ចឹងកុំលូក្នុងរយៈពេល13ថ្ងៃទេ13ថ្ងៃយើងលើកវាបានហើយបានយើងដាក់ធ្វើដំណាក់កាលពួកខ្ញុំអ្នករៀបប្រព័ន្ធលូខ្ញុំដឹងអញ្ចឹងយើងដាក់វាទៅគឺយើងមើលក្នុង5បានន័យថា10នាក់យើងរាប់បងប្អូនជួយ10នាក់យើងដាក់ប្រព័ន្ធអនាម័យមួយចុះចំនួន10នាក់ប្រព័ន្ធអនាម័យមួយ10នាក់ប្រព័ន្ធអនាម័យមួយកាលណាកុំឲ្យគាត់ជន់គ្នាបានន័យថាកុំឲ្យជន់គ្នាហើយក្នុងសមាជិកគាត់ថាពី10នាក់ចុះបានប្រព័ន្ធមួយសម្រាប់ឲ្យគាត់មើលថែប្រព័ន្ធមួយពី10នាក់សម្រាប់ពី10គ្រួសារសំទោសណាមិនពី10នាក់ពី10គ្រួសារអញ្ចឹងពី10គ្រួសារហ្នឹងឲ្យគាត់ប្រព័ន្ធអនាម័យមួយទៅរៀបចំជាបន្ទប់ហើយបន្ទប់វាសំណុកបន្ទប់ឥឡូវ smart board ណាបងប្អូនជឿ smart board យើងដាក់សារដៃទៅមកផ្លែទៅតែ4ជ្រុងណាដៃចាយប្រកាសលក់ចាំខ្ញុំប្រាប់ខ្ញុំឲ្យលេខបងប្អូនណានៅតំបន់នោះកុំទៅទិញដៃល្អថ្លៃដែរចាក្លឹងគីឡូដៃអ៊ិតចាយយើងណាយកមកយើងកាត់វាទៅសាវាធ្វើទ្វាទៅហើយយើងអាចធ្វើចុចធ្វើប្រដាប់ចុចក៏ដូចគ្នាចឹងក្នុងគ្រួសារទាំង12គ្រួសារយើងបង្កើតជាងជួសជុលដែលប្រគុណអនាម័យហ្នឹង2នាក់2ទៅ4នាក់ណាដើម្បីឲ្យគាត់មើលជួនទៅគាត់ស្ទះវាស្ទះអីហ្នឹងហើយស្ទះហ្នឹងយើងប្រើវិធានការណាមួយដើម្បីជួយឲ្យពួកគាត់រៀបចំបន្ទប់ទឹកឲ្យគាត់មិនមានបញ្ហាទេណាមិនមានបញ្ហាទេអាហ្នឹងលឿនជាទីបំផុតតែបន្ទប់ទឹកឲ្យងាយយើងដាក់រៀបចំជានេះទៅហើយយើងយកដែកយើងឲ្យដែកស្អុយដែកទៅជុកគេលក់អត់ខ្វះទេគេប្រកាសលក់តាមអ៊ីនធឺណិតមានទាញមកយកមកស្ទូចយកមកដាក់កាត់ដាក់វាផ្សារវាឲ្យធ្វើទៅជាលូប្រគុណបានហើយដាក់ទៅហើយយើងធ្វើកម្របវាលឿនណាកម្របវាដែកយើងទិញយកមកហ្នឹងដែកឲ្យដាក់ភាសសឹកហ្នឹងបងប្អូនជនជាតិដឹងទេច្រើនសិតតែអ្នកចេះជាងទៅទៀតសិតតែអ្នកចេះជាងតែភាសសឹកទៅហ្នឹងណាចឹងប្រហែលជាមិនពិបាកទេយើងអាចប្រកាសរកពួកគាត់ហ្នឹងទៅហើយយករកជំនួយអ្នកដែលអ្វីដែលខ្ញុំត្រូវការជំនួយជាចាំបាច់ហ្នឹងគឺប្រព័ន្ធអនាម័យហ្នឹងតែម្ដងទៅកន្លែងលក់សំណង់ប្រហែលជាគេបើគេហៅថាគេជួយប្រហែលជាគេជួយអាហ្នឹងដូចជាមិនត្រូវចេញលុយទេតែប្រហែលជាបងប្អូនយើងអាចជួយ1 2 3 4ហ្នឹងមានណាអាលូកង់ហ្នឹងអត់ខ្វះទេខ្ញុំជឿថាមានអ្នកជួយបើយើងហៅថាចលនាតិចទៅមានអ្នកជួយទេមានអ្នកជួយប្រគុណមានអ្នកជួយនេះហ្នឹងមានអ្នកជួយដៃស្អុយកុំយកអាដៃគេល្អអាដៃគេយកទៅលក់អាដៃគេកាត់អន្ទាកាត់អីហ្នឹងយកមកផ្សារទៅបានហើយប្រក់វាធ្វើឲ្យស្អាតទៅហើយយើងពី10គ្រួសារប្រគុណអនាម័យមួយយើងដាក់រៀបវាជាប្រព័ន្ធហើយយើងចោះទៅលុកវាដាក់ឲ្យវាទៀតសម្រាប់យើងបូមវាចេញនៅពេលដែលវាស្ទះដោយប្រការណាមួយយើងបូមចេញហើយចំណែកឯទឹកយើងដាក់សូឡាបូមទឹកមួយមកយើងកន្លែងស្រះយើងដាក់ហូរកន្លែងណាដែលមានពពុះទឹកជួយដាក់តទឹកមកតិចមកហើយយើងបូមវាឡើងទៅលើទៅហើយបូមវាឡើងទៅលើហើយចំពោះប្រព័ន្ធចម្រោះទឹកស្អាតណាខ្ញុំចេះធ្វើទឹកស្អាតហ្នឹងទៀតណាបងប្អូនដែលនៅទីណានោះចាំខ្ញុំប្រាប់តើទៅរកប្រព័ន្ធទឹកស្អាតយ៉ាងម៉េចខ្ញុំឲ្យពួកជនភៀសសឹកប្រើទឹកស្អាតទៀតណាខ្ញុំឲ្យប្រើទឹកស្អាតបានទៀតអាទឹកដែលបងប្អូនងូនផាក់បានទៀតអត់ឲ្យមានមេរោគក៏យើងចេះធ្វើអាហ្នឹងទៀតណាបងប្អូនយើងចេះធ្វើហ្នឹងតែត្រូវឆ្លងដំណាក់កាលឲ្យបងប្អូនងូតបានស្រួលហើយហូបតែអត់មានរាគរូសទេឆ្លងកាំរស្មី UV ដូចទឹកសុទ្ធយើងធម្មតាតែបងប្អូនជនពិសេសញ៉ាំបានទឹកស្រែយើងទឹកនៅក្នុងស្រែយើងចាក់ទៅវាអាចធ្វើទៅជាទឹកសុទ្ធបានបាទបងប្អូនប្រើតាមចិត្តញ៉ាំទៅទេបាច់តាមក៏អត់រាគរូសដែរខ្លាចជាទឹកសុទ្ធបាត់ហើយវាឆ្លងការចម្រោះដូចគ្នាចឹងបើសិនជាមានចូលចង់បានគេថាការចូលរួមពីយើងខ្ញុំអត់គិតថានឹងការកណាទេតែដាក់ខ្ញុំប្រាប់ឲ្យទៅធ្វើយ៉ាងម៉េចឲ្យនៅតាណាមានខ្ញុំនឹងប្រាប់ទៅទៀតណាហើយជាពិសេសនោះគឺបងប្អូនដែលមាន
solar công ty vô nếu mà tắt mà có bán đấy mà tắt cái roof kia thông mấy cái đi nó cái roof nó đặt lại nữa cái đặt màu cái lại cái tình nhẹ trai bán cái chuột cho lên đấy vô nó mà đặt tại vào chạy hả hay nơi đồng bọn đại dân kết thả đồng bọn để nghề đồ group chip xe cả tập đại cọp bài nè kia quốc tại vì là thông sông bọc ôn cùng nơi nông nè sông bọc ôn cùng nơi của kia quốc hay nâng vì là thông bọc ôn nơi ở ngay vì thì nộp bờ sân để miền chỉ vì là xài vì ấy dân thờ trăng xe tiết sao bọc ôn ở đắng trong năm ra thái trăng xe cũng đã nhầm khơi bọc ôn thường bị bê tông mấy cũng đã đấy bê tông đã bán này dân đã chờ nó mà dân miền đi hết cái nát có bán là đại việt nghe cháy và cro cháy dân đại việt cro cháy dân đại việt pillar đừng tới ở việt tôn ở bên giờ còn khó thẹp lờ nó ở bên giờ nó việt bạc thì việt bạc cồn chờ đây cồn acacia giống vô mà đặt thời điểm tới nó từ đi tới bây là dân đã nông bàn thấy dân vô đàm chê chứ đừng có đàm tại mua được trong vậy chứ đặc biệt mà chọn đặt khẽ bây giờ bắt đầu nó đã ở bên miền giờ cả nào bên thời có mình là nếu mình nhặt nó ở bên miền nhau rụm nhau cả nào tạo rụm nhau bên thuê ở dân đi hay bên dân thuê ở dân bạc thời bạc ăn tiền trong ngày cuộc họp từng nguồn họp tao đã biệt lẽ làng á bên ba bên cầm làm tục của bên con đấy chẳng biệt ai tục về chẳng thứ mất ở bên miền giờ bỏ sân là nè nơi chỉ cả cái sưu ấy và tận nó dù cái su cày nó đặt khè mà toàn đặt chơi mà toàn nó đặt cái su cày mà con nó tổng đặt chơi mà toàn tiền ở tại lẽ tam chất nó tổng có plau mới cùi hút toàn nó ở đây của con biệt lẽ máu về pa là cái su nó cày nó về về pa rong sầm piệt đó là khẩu mề chẳng là nó về cứ về pa đó là khẩu mề chúng phải ở bên miền giữa bọn nó cũng đặt đây đi đấy về còn chẳng đã xi măng bê tông là bằng bê tông cũng đã đây là thằng xe thừa bị bê tông bị lơ cũng đã nó mắng thích tới tận ỏm tại bây giờ đặt đấy còn bàn tịch của việc mình tập biết khăng thành sòng được xi măng nghe chẳng hạn năng trong việc bọn ôn tại phần năng cái miền Pành Ha tập ông lang chẳng ngay tập ông lang bọn ôn cho thấy bạch bàn chua cho bò đấy tập ông chua cho bò chẳng ngay ông được chạm từ máy dừng kiếm bữa sân ở nè trong bằng chỉ sách con to tụi bông lắm hong pua rồi kia năng bánh mà prai và hong pua tại là dù rồi ngay lưu số ở đôi school làm thôn lưu số tập túc đào châu rồi đào châu là mà men là nhớ cao tới tây không men tây công thì chưa tháo thể hiện để bắt bằng ở dự chứ vẫn còn prui còn bà róm mà mân này đôi nè lên đôi chân đi chẳng nè lên nhà đánh lọ thì giảm lọ school làm thôn nó đôi cái này lưu có đại châu bắt ra chị nó thể hiện ta có lo phải chẳng ai ta lợi dân ở đây lo việc hàm chuột sự kiện dù chứ nào mấy ở dù chứ nắm đừng mà chẳng cái bộ rồi bà đó mới chụp xe không mấy cào mà dục hà tập chứ nắm ở đây chùa bố phải á cào mà dục hà tập chứ nắm lên xây lên á xây tập hẻm cho khóm ấp sọ mỏ ở đây chụp sọ nó xây tập hẻm chứ nắm cho khóm ở đây chùa với chụp cái chụp thực tế chứ làm đăng đây bộ nhóm nó cho mày nè cho mình thế này tầm vì cả tờ lệ họp thì mày lần nọ mạo đúng rồi cho mình thế này nó không mình thì mày nó ngoài chẳng bị chụp chán tại đó là dù tới lên rồi mà làm mấy nè chụp sẽ bong vô thì ấy cũng phải ôi dừng nằm lên cùi chả đặt phòng dùng phòng tập này bàn này hô nè bàn này close nè ta tập bông tê thì ở chưa nhau á vô thế close nè ta tập bông tê lấy về close nè bằng phốt đây vô một bạn nó cứ vô thọ tờ lẹ năng drone nè bờ bị đau lại nhầm gì bong trong chia á xua đã bong tập thơ con to ba bị vô tập bầm chưa nhầm bờ sân thì có plow với nhé nên coi cho cóc coi bơi vào đây thêm đăng thì chẳng ai mà ăn có bà ấy bị thẹn còn chẳng ai mà ăn ngọt ấy ở plow cái lá khai đâm toàn khơi lộ buông mùi thêm thế trong ban đây có che chơi thằng kia có che thơ có đăng pi ở vót đăng pi cầm lăng đây cu bị giật bọc quát cứ có vay mình nghe bạn nói mình nghe trang thế nhưng bị chạy cho ba mình nghe bạn mình nghe trang thế
វាសមនៅនឹងណៃនឹងហ្មងឬក្របទៅស្គរឡាំថោននឹងតែខ្ញុំលេងឆ្កឹះគ្នាលេងក្នុងដៃត្រង់សេហ្នឹងអង្គុយឆ្កឹះគ្នាលេងហ្នឹងណាចឹងបានន័យថាអ្វីដែលខ្មែរយើងវាជ្រក់ជ្រេញហ្នឹងវាពេកណាស់ទៅហើយយើងមិនចង់ឲ្យវាកើតនៅលើពួកយើងទេប៉ុន្តែដូចខ្ញុំនិយាយចឹងជនជាតិខ្មែរកុំសំបីថាយើងមើលឃើញរាល់ថ្ងៃចម្បាំងភូមិវាខ្លាំងថៃវាខ្លាចមិនមែនទេថៃក៏ដូចគ្នាដែរដូចខ្ញុំជំរាបបងប្អូនជនជាតិចឹងពីសម័យដើមចូលតាមព្រំដែនហ្នឹងណាសួរមានបងយើងចូលមើលដែរនៅក្នុងហ្នឹងខ្ញុំក៏លេខមិនប៉ុន្មានអ្នកដែរណាមើលទៅឃើញចឹងពីសម័យនោះសិតតអ្នកដែលធ្លាប់រួមសក់ក្នុងតុបជាមួយគ្នាហើយសួរថាហ៊ានតែក្អកនេះមិនតែហ៊ានទេតាមព្រំដែននៅពីដើមឡើងហ៊ានទេខ្លាចចុងងាប់ចលនាត្រីភេទពីរនោះក៏ខ្លាចនេះដូចសូមបានហ្មងអញើតហ្មងណាអត់ហ៊ានទេចឹងអ្វីដែលយើងលើកមកសិតតែយើងធ្លាប់ឆ្លងកាត់មិនមែនមិនធ្លាប់ឆ្លងកាត់ទេចឹងមិនសួរថាជុំបើមិនធ្លាប់ឆ្លងកាត់មិនដឹងហើយលោកនឹងដូចជាដឹងច្រើនណាលោកនឹងមានអីលោកអរិញធានខ្មែរមានអីដូចជាដឹងណាចឹងបងប្អូនដូចខ្ញុំជម្រាបថាអ្វីដែលខ្ញុំលើកឡើងបើមិនដឹងពិតប្រកបគឺខ្ញុំមិនលើកទេចឹងសូមប្រាប់បងប្អូនចឹងសួរថាហានិភ័យខ្មែរយើងតទៅទៀតទេវានឹងមានការតបតដូចខ្ញុំនិយាយចឹងតបតយ៉ាងយូរបើមិនបងអង្គហើយមិនមានដំណោះស្រាយថ្ងៃ8ខែ2នឹងឲ្យប្រុងប្រយ័ត្នចាំមកភាគីថៃមកវិញទេបាទពួកខ្មែរក៏អស់ឲ្យព្រួយហើយឃើញតែចុងចាច់ទេតែយូសមណាយូសមណាឲ្យតម្លាក់តាមស្រួលហ្នឹងគួយប្រហុយប្រៃទៅហើយជុំគ្នានឹងមកភ្នក់ភ្លើងនោះมันខ្ចីខោទៅទៀតនោះគាត់វាស់កម្លាំងបែងគ្រាប់ដល់ដំណើរទៅគាត់វាស់ដឹងគាត់អត់ខ្វល់ទេគាត់គួយលេងធម្មតាអញ្ចឹងណាដូចខ្ញុំជំរាបបងប្អូនហ្នឹងមិនងាយចេះខ្លាចទេអញ្ចឹងនៅក្នុងយើងការតាមដានទស្សនាទោះបីជានឹងមានអ្នកដែលធ្លាប់ណារងនៅចម្បាំងយើងដឹងហើយមិនងាយទេអញ្ចឹងកម្ពុជាយើងមានប៉ះពាល់តែក្នុងរយៈពេលដ៏ខ្លីចាប់ពី3ខែឡើងទៅបងប្អូនជនជាតិបងប្អូនតាមដានមើលបុកខ្លាំងប៉ុណ្ណាក៏ដោយការស្លាប់របស់យុទ្ធជនរបស់យើងនឹងថយហើយស្ទើរតែគ្មាននោះខ្ញុំនិយាយអស់វាយ2ខែ3ខែរបួស1របួស2ថ្ងៃនេះវារបួសតែដ្រូនហើយនឹងអាគ្រាប់តម្លាក់ទេបើកភ្លើងផ្លោងនោះមិនងាយទៅបួសទេឮស្ដាប់ដឹងចឹងទៅគេវាស់មើលចេញច្រកណាទៅច្រកណាដាក់ទៅវិញទៅមកចឹងរៀបបាយទៅយូរទៅឆ្លើយឆ្លងគ្នាអង្គុយសើចអានេះដឹងមកអានោះបាយអានេះដឹងមកអានោះបាយចាប់មកគ្នាបានពីដើមឡើយគេនិយាយមកណាមកគ្នាហូបបាយក្រុមណាហូបបាយក្រុមណាហូបបាយគេនិយាយពីមកដល់គេដាក់មកគ្នាអានោះចាប់មកបានបាញ់បតដាក់នោះសូតានោះមើលគាត់ចោលចានទៅញយវាដឹងតែយើងហូបបាយវាបតចាំមកកន្លែងយើងហូបបាយនោះដូចតែគ្នានឹងសម័យដើមបតទៅបតមកហ្នឹងណាអញ្ចឹងវាចំពោះអ្នកប្រយុទ្ធអ្នកសើសង្គ្រាមវាទៅជារឿងធម្មតាមិនទៅរឿងព្រួយបារម្ភព្រោះអ្នកស្លាប់ទៅនោះអត់ទាំងដឹងតែខ្លួនឯងស្លាប់អត់ដឹងទេភ័យតែធានថ្មីឯងហើយឃើញតែធានចាស់ឯងឃើញតែធានចាស់គាត់មកប្រើសុំចូលទៅវិញចឹងទាំងអស់ខ្ញុំនិយាយអស់ធានចូលរបត់ចូលទឹកច្រើនមែនទេសុំចូលមកបើសួរថាហេតុអីអ្នកដែលឃើញបាត់បង់អាយុជីវិតនោះភាគច្រើនគាត់អស់គាត់ភ្លេចវាស់នៅកម្លាំងស៊ូរបស់គាត់បានន័យថាគាត់អត់អាហារត្រង់អត់អាហារមិនបានអត់ល្ងុយអត់ទឹកអត់អីមិនបានណាអានឹងគាត់អាចឈឺគាត់ចាញ់ស៊ូហ្វេតែបើថាទឹកចិត្តវិញអត់ទេមិនងាយខ្លាចទេណាអញ្ចឹងវាមិនងាយខ្លាចទេអញ្ចឹងបងប្អូនជួបចិត្តចេះទៅព្រួយហើយប៉ុន្តែខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរក្នុងរយៈពេលមិនលើសពី3ខែទេនឹងសមអាក្របនឹងអស់អូមកតម្លាក់គ្រប់កន្លែងអស់សមចាប់ដើមលេងមានអតិពលហើយយើងសម័យមើលអាមេរិកកាំងយកមកតម្លាក់តុកខ្មែរយើងមិនបានរៀនតោនណាបងប្អូនជួនជាតិឃើញទេឃើញដៅខាងជាពិសេសខាងកំពង់ចាមខាងត្បូងឃ្មុំកំពង់ចាមដៅនៅសល់ថ្ងៃយើងតន់លុបអស់ហើយបងប្អូនណាឪធំមែនតើណាប៉ិនស្រះមួយជីកស្រះមួយអាធំណាដៅមួយមែនទេណាគ្រាប់អាប្រវែង12ម៉ែត្រប៉ុនធំសាំងទម្លាក់ហើយនៅគ្រាប់ពេញទៅហ្នឹងហើយបើគ្រាប់អារញបែកចកោមហ្នឹងនៅក្រៅចំហៀងផ្ទះខ្ញុំនៅប៉ុនកដៃបងប្អូនគ្រាប់នេះ
អាក្របចកោមហ្នឹងវាឡំប៉ុនក៏ដៃដូចចក្រងកោចឹងនៅពេញទៅក្នុងកាលខ្ញុំមកពីក្មេងឆ្នាំ83 84នៅមិនដឹងគេយកទៅណាគ្រាប់ណាប៉ាល់បែកផ្ទុះរួចហ្នឹងអាណាប៉ាល់យើងអារែងពេញខ្មៅអាផ្ទុះក៏ឡើងទៅហូអាលៀកមនុស្សអាគ្រាប់ណាប៉ាល់នៅក្រោយតែខ្ញុំប៉ុនទូណានៅកូនឆ្មាហ្នឹងនៅគ្រាប់ណាប៉ាល់នងគ្នាមកឆ្កឹះលេងអូយសួរថាអ្នកស្រុកគាត់ព្រួយបរោះមែនគាត់អត់ទេយ៉ាងយូរ3ខែទៀតសមបងប្អូនទៅមើលណាតម្លាក់គ្រាប់ឯងអង្គុយមើលនៅក្នុងដៅនោះទួលហ្នឹងម៉ែឪដែលហៅចូលដៅខ្ចីចូលលើក្មេងៗសម័យដើមណាជាពិសេសពួកខាងប្រទេសមានជ័យមានជ័យហ្នឹងហើយខាងស្វាយជ័យស៊ីតផុននេះអាចគេបាញ់គ្នាបតក់គ្រាប់ឡើងក៏ក្រើកមេឃក៏ក្រើកដីគាត់អង្គុយបាញ់ឃ្លីធ្វើដឹងយើងមើលទៅជាធម្មតាប៉ុន្តែសួរតែដែរឃើញរបួសនេះក្មេងៗនេះខ្ញុំតាំងពីនេះខ្ញុំតែឃើញទេកម្រឃើញស្លាប់ឬរបួសក្មេងៗអត់គាត់អត់ដែរទៅខ្លាចចឹងមកថាយូរទៅវាសមហើយចឹងដូចបងចិត្តដាក់កែតែមានរត់ទៅខត់អីកុំខត់គាត់ណាយើងគាត់ទៅយល់គាត់ទៅណាកុំទៅចោលទាំងអស់ចឹងប៉ុន្តែក៏ដូចខ្ញុំនិយាយឯងបាត់បញ្ជាឲ្យគាត់ប្រើប្រាស់អាវុធត្រូវតែមានកុំឲ្យគាត់ដេញនៅដៃទៅតបមួយគាត់អីដោយករណីនៅភូមិព្រៃច័ន្ទនេះគាត់ដៃទៅតមួយអាវុធអាក្រក់មែនតើណាបាត់បញ្ជាមួយឲ្យប្រើណាមានទៅមានមកណាតែឯងប្រព្រឹត្តគឺការពារខ្លួនទៅអត់មានខុសទេដីយើងទឹកដីយើងទេណាអត់មានខុសទេហើយលោករដ្ឋាមិនក៏សួរថាតើខ្មែរយើងអាចបាញ់យន្តហោះថៃបានទេបានមិនបានទេតែចុះដែរធិបតេយ្យយើងខ្លះគេថាបាញ់ទៅដល់ខ្លាចអាមេរិកខ្លះបាញ់ទៅខ្លាចតែរិញប្រទេសមួយចំនួនមិនទេយើងគ្មានប្រទេសនៅលើលោកច្បាប់ណាតែការពារការអំពើខុសច្បាប់របស់ខ្លួននេះបានតែយើងយកមកបពៀនទៅលើដែនអធិបតេយ្យរបស់គេកុំថាឡើយបោះអាមេរិកមកប្រាំងអង់គ្លេសបាញ់កំទេចចោលទាំងអស់ឲ្យលើកឡើងហេតុផលគេថាចុះបើបាញ់មួយថែមមក20 30បើប្រងទៅឲ្យហើយកុំទៅជឿទៅយើងមិនបាញ់ក៏ទៅមកដែរណាដោយករណីអ៊ុយក្រែនជាមួយរុស្ស៊ីអញ្ចឹងណាតែលោកដៃទៅបាញ់វល់បាញ់ដូចគ្នាគង់ទៅឲ្យទីយោចាំចូលតែប្រឈមមុខគឺដាក់អញបាត់ណាអញ្ចឹងណាមែនទេដូចខ្ញុំនិយាយអញ្ចឹងថាបើសន្ទុះនៃការប្រឈមតែខ្ញុំនិយាយរបស់បងប្អូនជនជាតិនៅថាទឹកសំអាងលើអីបើអត់សំអាងក៏ខ្ញុំមិនហ៊ាននិយាយដែរអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាក្នុងរយៈពេលមិនយូរពី2ខែបូក60ថ្ងៃបានន័យថាថ្ងៃ8ខែ2ថៃបោះឆ្នោតបូក60ថ្ងៃពីនឹងទៀតណាបើសិនជារៀបរយទៅបានណារដ្ឋាភិបាលថ្មីបញ្ចប់សង្គ្រាមក្នុងកំឡុងក្រោយបោះឆ្នោតថ្ងៃ8ខែ2 2023នេះ60ថ្ងៃរៀបបានរដ្ឋាភិបាលមួយអាចទៅចែកក្នុងការបញ្ចប់នឹងវិវាទនៃការបាស្ទកិច្ចគ្នានេះបានអានឹងយើងជាប់យើងមានសេចក្តីសុខទាំងអស់គ្នាថៃក៏សុខខ្មែរក៏សុខយើងអាចទៅចែកពីការរបរស៊ីជាមួយគ្នាវិញណាយើងអាចបត្រៃតាក់ទងគ្នាវិញធម្មតាក្នុងរយៈពេលរាប់ពីថ្ងៃ8ខែកុម្ភៈហ្នឹងទៅវា2ខែ60ថ្ងៃណាចឹងបើសិនជាពួកយើងសំណាងល្អចិត្តសាស្ត្រទាំងពីរនឹងសំណាងល្អវាអាចបញ្ចប់វិវាទសង្គ្រាមអញ្ចឹងយើងកុំឲ្យវាមានការរើសអើងពុជសាសសូមឲ្យថៃកុំស្អប់ខ្មែរក៏កុំស្អប់ថៃដែរមេដឹកនាំនយោបាយដែលយើងនិយាយយើងធ្វើដោយត្រឹមត្រូវទៅកុំទៅធ្វើអញ្ចឹងទៅឲ្យពលរដ្ឋក្តីកុហលកាហាយវានឹងមានបាបកម្មទាំងជាតិមុខក៏ដូចជាជាតិនឹងតែម្ដងអញ្ចឹងវាមានបាបអញ្ចឹងយើងកុំទៅប្រព្រឹត្តរឿងដែលមិនល្អបាទអរគុណច្រើនដល់សសរ